បច្ចុប្បន្នភាពរបស់បងប្អូនជាពលរដ្ឋបាទទាំងនៅភូមិព្រៃច័ន្ទបាទទាំងនៅភូមិជោគជ័យពីលោកប្រាក់វណ្ណាប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែននៅតែតស៊ូដើម្បីរារាំងនិងទប់ស្កាត់សកម្មភាពនានារបស់ភាគីថៃធ្វើយ៉ាងណាគឺដើម្បីរក្សាបូរណភាពទឹកដីក្នុងនាមជាម្ចាស់ផ្ទះជាម្ចាស់ផលដំណាំជាម្ចាស់ភូមិស្រុកនៅតំបន់ព្រំដែនប្រជាពលរដ្ឋនៅក្នុងភូមិជោគជ័យក៏ដូចជានៅក្នុងភូមិព្រៃច័ន្ទបានប្រាប់ទូរទស្សន៍ BTV ឲ្យដឹងថាគាត់ទាំងអស់គ្នាគឺនៅតែបន្តបដូរវេនគ្នាជាប្រចាំដើម្បីឃ្លាំមើលនិងចាំរារាំងគ្រប់សកម្មភាពនានារបស់ភាគីថៃដែលតែងតែបង្កហេតុនិងធ្វើសកម្មភាពរាយបណ្ដាលួសធ្វើសកម្មភាពពាត់យកលំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិប្រជាពលរដ្ឋបានបញ្ជាក់ថាទោះបីជាមានកិច្ចប្រជុំជាបន្តបន្ទាប់ប៉ុន្តែភាគីថៃហាក់ដូចជាបានអនុវត្តផ្ទុយនៅកិច្ចប្រជុំទាំងអស់នោះជាមួយគ្នានេះផងដែរនៅក្នុងខែតុលាឆ្នាំ2025នេះកិច្ចប្រជុំថ្នាក់ភូមិភាគនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនបានរំពឹងថាកិច្ចប្រជុំនានាទាំងអស់នោះនឹងផ្ដល់ផលប្រយោជន៍ល្អសម្រាប់ភាគីទាំងសងខាងហើយនឹងបន្ធូរបន្ថយភាពតានតឹងបន្ធូរកម្ដៅចំនួននៅតាមបន្ទាត់ព្រំដែនដែលអាចផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋរស់នៅដោយប្រក្រតីភាពឡើងវិញប្រជាពលរដ្ឋនៅតំបន់ព្រំដែនបានបញ្ជាក់យ៉ាងដូចនេះរស់នៅភូមិព្រៃច័ន្ទហើយឃុំអូបេចិនស្រុកអូជ្រៅខេត្តបន្ទាយមានជ័យហ្នឹងឯងចាមកពីកន្លែងយាមមួយយាមអីគេយាមកន្លែងគេអោយថាធានភូមិឲ្យយើងដេកយាមហើយបើមិនបើថៃមកចូលមកយើងព្រួតដៃគ្នាស្រោះគ្នាទៅជួយកុំឲ្យវាដាក់បងលុះបងអីទៀតអញ្ចឹងណាបានយាម2យប់ហើយ2យប់មួយថ្ងៃនេះដូរវេនគ្នារហូតហ្នឹងឯងចង់ឲ្យស្រុកសន្តិភាពហើយចង់កុំឲ្យមានសង្គ្រាមអញ្ចឹងទៀតក្មួយឲ្យពិបាកមើលមានតរោអីបាននោះដេកយាមយប់ថ្ងៃដូរវេនគ្នារហូតអញ្ចឹងហ្នឹងហើយរាល់ថ្ងៃបានមកទៅបានគេអោយណយហូបបន្តិចបន្តួចអញ្ចឹងណាហ្នឹងឯងហើយនុននេះរកអីបានក្មួយហើយមើលនៅតែយាមទាំងយប់ទាំងថ្ងៃអញ្ចឹងស្រីប្រុសទាំងអស់តែគ្នាព្រួតដៃគ្នាយាមកុំអោយសៀមនឹងវាមកយកដាក់លបងលុះលបងអីទៀតអញ្ចឹងណាហ្នឹងឯងបើថាមិនមានការមានងារអញ្ចឹងយើងស្រោះគ្នាទៅជួយគ្នាកុំអោយវាដាក់លបងលុះដូចលើកមុនទេថ្ងៃទីម៉ានទី17 18ហ្នឹងចាចង់បានស្រុកកុំអោយមានសង្គ្រាមទៀតចេះហ្នឹងក្មួយនឹងឲ្យអត់ចង់ឲ្យមានសង្គ្រាមទៀតទេចង់ឲ្យស្រុកសន្តិភាពហ្នឹងជុំដើម្បីឲ្យបានត្រូវគ្នាកុំឲ្យមានវ័យគ្នាកុំឲ្យវាមកយកទឹកដីយើងចង់ឲ្យមានសន្តិភាពដូចលើកមុនអញ្ចឹងចាណាក្មួយមិនយើងជួយស្រោះគ្នាកុំឲ្យវាមកដាក់លបងលុះយកទឹកដីនឹងទៀតចាណាព្រោះដីនឹងដីជាដីខ្មែរមិនដីវាទេចាជួយគ្នាទាំងអស់ទាំងឲ្យតែមានផែនការអញ្ចឹងយាមអញ្ចឹងមិនយើងជួយស្រោះគ្នាទៅជួយតតាំងកុំឲ្យវាដាក់លបងលុះទៀតអញ្ចឹងណានៅគេចោះឲ្យតង់ភ័យបារម្ភខ្លាចបាក់រស់នៅដែលហ្នឹងចង់បានទឹកដីមកវិញចង់បានផ្ទះចង់បានដីមកវិញចង់បាននៅស្រួលបំពេចខ្ញុំនៅក្នុងដាក់ប្រទេសរួចស្រេចហើយអូរៀបបានរួចស្រេចរៀបរួចស្រេចហើយត្រៀមលក្ខណៈទុកជានិច្ចរហូតចាត្រៀមរហូតហើយមកយាមប្តីខ្ញុំយាមរយប់តាទួលថ្ងៃវាបាញ់ផ្សេងពុលថ្ងៃទី17ហ្នឹងវាបាញ់ផ្សេងពុលហើយវាបាញ់អាកាភ្លើងស្អីគេហ្នឹងភ្លើងស្នប់វាហ្នឹងបាញ់ហ្នឹងខ្ញុំត្រូវជើងឥឡូវវាត្រូវជើងហ្នឹងបាត់ហើយឡូវមិនដែរចាជប់ចំអុយពីជុំអុយបោអុយដោះស្រាយអុយបានមកវិញនឹងឯងអុយបានស្រួលចាបានរស់នៅស្រួលធម្មតាវិញខ្ញុំសូមជម្រាបដែរថានៅតំបន់ព្រំដែនកម្ពុជាថៃពិសេសគឺនៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទដែលជាតំបន់មានសកម្មភាពនៃការទន្ទ្រានកាន់កាប់លំនៅឋាននិងផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងភូមិទាំងពីរគឺសកម្មភាពនានាដែលបានធ្វើឡើងកន្លងមកពីសំណាក់ភាគីថៃត្រូវបានប្រជាពលរដ្ឋរារាំងកម្លាំងដែលមិនប្រដាប់អាវុធរបស់កម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំក្នុងស្មារតីអនុវត្តនៅបទឈប់បាញ់យ៉ាងពេញលេញជាមួយគ្នានេះប្រជាពលរដ្ឋក៏បានបន្តនៅសកម្មភាពនានាដើម្បីត្រៀមលក្ខណៈនៅក្នុងការរារាំងគ្រប់សកម្មភាពរបស់ភាគីថៃទាំងនៅភូមិជោគជ័យនិងនៅភូមិព្រៃច័ន្ទខ្ញុំសូមជម្រាបជូនបន្ថែមថានៅតំបន់ព្រំដែននៅក្នុងខេត្តបន្ទាយមានជ័យគឺមានភូមិជោគជ័យភូមិព្រៃច័ន្ទនិងតំបន់ច្រកបឹងតគួនដែលភាគីថៃតែងតែមានសកម្មភាពជាញឹកញាប់
ហើយត្រូវបានរៀបរៀងពីភាគីកម្ពុជាជាប់ជានិច្ចក្រៅពីខេត្តបន្ទាយមានជ័យមានខេត្ត6ទៀតដែលជាប់ព្រំដែននឹងប្រទេសថៃគឺខេត្តកោះកុងខេត្តបៃលិនខេត្តពោធិ៍សាត់ខេត្តបាត់ដំបងខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារក៏ប្រឈមនឹងបញ្ហានានាដែលត្រូវបានភាគីថៃលើកឡើងអំពីស្ថានភាពនៅតាមព្រំដែនហើយក៏ប្រឈមទៅនឹងភាពតានតឹងផងដែរតែទោះបីជាយ៉ាងណាស្ថានភាពនៅថ្ងៃទី1ខែតុលាឆ្នាំ2025នេះគឺមិនមានអ្វីដែលជាសកម្មភាពកត់សម្គាល់ឬការឈ្លានពានជាថ្មីនៅតំបន់ព្រំដែនកម្ពុជានិងថៃនោះទេប្រិមត្តទស្សនិកជនបន្តតាមដានទស្សនានៅព័ត៌មានសំខាន់ជាច្រើនទៀតនៅក្នុងវគ្គនេះចាប្រិមត្តទស្សនិកជនទស្សនៈនៃការលើកឡើងពីលោកបណ្ឌិតសិនសរុនដែលលើកឡើងថាថៃគឺមានការអាម៉ាស់មុខខ្លាំងទោះបីជាខំតាំងខ្លួនជាជនរងគ្រោះនៅលើអង្គវេទិកាអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយដោយសារតែមានការព្រួយបារម្ភខ្លាចប្រទេសកម្ពុជាបកអាក្រាតរឿងចំនួនព្រំដែននៅក្នុងវេទិកាអង្គការសហប្រជាជាតិនិងបញ្ហាផ្ទៃក្នុងផងនោះប្រទេសថៃបានបញ្ជូនរដ្ឋមន្ត្រីក្រសួងការបរទេសទាំងមិនទាន់ពេញសិទ្ធិគឺលោកស៊ីហាសាភូងកេតកៃដែលទៅចូលរួមតតាំងទាំងប្រថុយញុចនិងខំបំផ្លែងខ្លួនថាជាប្រទេសដែលរងគ្រោះទៀតនោះប៉ុន្តែទោះបីខំបំផ្លែងយ៉ាងណាក្តីក៏គេបានដឹងគ្រប់គ្នាអស់ហើយថាដល់ហើយនេះបើយោងតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យសិនសរុនអតីតមន្ត្រីការទូតកម្ពុជាប្រចាំនៅប្រទេសថៃនិងជាអ្នកជំនាញភូមិសាស្ត្រនយោបាយកាលពីថ្ងៃទី1ខែតុលាឆ្នាំ2025នៅក្នុងពេលដែលលោកស៊ីហាសាភូងកេតកែវបានឡើងថ្លែងការណ៍ក្រោយពីរដ្ឋមន្ត្រីការបរទេសកម្ពុជាគឺលោកប្រាក់សុខុនយើងឃើញថាកាយវិការរបស់ស៊ីហាសាភូងកេតកែវគឺមានលក្ខណៈភ័យនិងមានលក្ខណៈហាក់ដូចជាគ្រប់គ្រងអារម្មណ៍មិនសូវបានល្អពីព្រោះថៃក្នុងឋានៈជាប្រទេសឈ្លានពានត្រូវក្លែងខ្លួនធ្វើជាអ្នករងគ្រោះនៅក្នុងវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិត្រង់ចំណុចថាស៊ីហាសាភូងកេតកែវមិនទាន់ពេញសិទ្ធិជារដ្ឋមន្ត្រីការបរទេសរបស់ថៃហើយទៅថ្លែងការណ៍នៅក្នុងវេទិកាអន្តរជាតិបែបនេះនៅក្នុងរដ្ឋធម្មនុញ្ញរបស់ថៃមានការចែងថានៅក្នុងគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលមួយដែលបានទទួលការប្រោសប្រទានពីព្រះមហាក្សត្រហើយមានសិទ្ធិពេញលេញរបស់គណៈរដ្ឋមន្ត្រីទាំងមូលរួមទាំងនាយករដ្ឋមន្ត្រីផងនោះលុះត្រាតែទៅប្រកាសនៅចំពោះមុខរដ្ឋសភាស្ដីពីគោលនយោបាយរបស់រដ្ឋាភិបាលខ្លួនដូច្នេះនៅក្នុងពេលដែលលោកស៊ីហាសាភូងកេតកែវទៅតំណាងឲ្យប្រទេសថៃតាំងខ្លួនថាជារដ្ឋមន្ត្រីការបរទេសដែលមិនទាន់ពេញសិទ្ធិគ្រប់គ្រាន់ពីព្រោះអីពីព្រោះក្នុងថ្ងៃទី26នឹងបានធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កថ្ងៃទី27កញ្ញាឆ្នាំ2025ស៊ីហាសាភូងកេតកែវបានឡើងថ្លែងការណ៍រំអួយនៅលើវេទិកាអង្គការសហប្រជាជាតិនៅក្នុងរដ្ឋធម្មនុញ្ញរបស់ថៃបើប្រសិនណាជាក្នុងករណីដែលរដ្ឋាភិបាលមិនទាន់បានប្រកាសគោលនយោបាយរបស់ខ្លួននៅក្នុងចំពោះមុខសភាទេគណៈរដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រីនោះមិនទាន់មានសិទ្ធិគ្រប់គ្រាន់ទេក៏ប៉ុន្តែដោយសារតែការព្រួយបារម្ភពាក់ព័ន្ធទៅនឹងការដាច់ដោលឈ្លានពានកម្ពុជារបស់ថៃព្យាយាមចាត់វិធានការនេះដោយតក់កុហលគឺមុនដំបូងថាលោកអនុทิន ឆានវីរគុណជានាយករដ្ឋមន្ត្រីនឹងចង់យើងទៅក្រោយមកទៀតថាអត់បានយើងទៅទេប្រខ្លាចវិលមកវិញមិនទាន់ក្នុងការប្រកាសគោលនយោបាយរបស់ខ្លួននៅចំពោះមុខរដ្ឋសភាក្រោយមកទៀតថាទៅទោះបីយ៉ាងណាក៏ត្រូវទៅពីព្រោះបើមិនទៅទេព្រួយបារម្ភពីកម្ពុជានឹងអាចវាយប្រហារនៅលើវេទិកាពីរឿងគាត់នឹងជាអ្នកឆ្លៀនពៀនគេនឹងដូច្នេះឱកាសដែលត្រូវទៅលើកនេះបើប្រសិនណាជាមានប្រឈមមុខនៅក្នុងបញ្ហាច្រើនអញ្ចឹងលោកអនុทิន ឆានវីរគុណឲ្យលោកស៊ីហាសាភូងកេតកែវនេះអញ្ជើញចោះពីព្រោះទោះបីជាមិនទាន់ពេញសិទ្ធិជារដ្ឋមន្ត្រីការបរទេសពិតប្រាកដមែនក៏ប៉ុន្តែបើប្រសិនណាមានចំណោទខាងផ្លូវច្បាប់វាធូរជាងនាយករដ្ឋមន្ត្រីអនុทิន ឆានវីរគុណដូច្នេះយើងឃើញថាស៊ីហាសាភូងកេតកែវបានអញ្ជើញទៅក្នុងឋានៈខ្លួនមិនទាន់ពេញសិទ្ធិគ្រប់គ្រាន់ផងនៅក្នុងចំណុចនេះមានការអះអាងថាគាត់អាចទៅធ្វើបានក៏ប៉ុន្តែមកដល់ស្រុកវិញយើងឃើញមានការបន្ទុះសារាយពីអ្នកច្បាប់របស់ថៃមួយចំនួនបានលើកឡើងថាតើលោកស៊ីហាសាភូងកេតកែវនេះបើមិនទាន់ពេញសិទ្ធិទេទៅថ្លែងការណ៍នៅក្នុងអង្គការសហជីវជាតិក្នុងមហាសន្និបាតលើកទី80របស់អង្គការសហជីវជាតិនឹងថ្លែងក្នុងឋានៈជាអ្វីបើមិនទាន់បានចូលថ្លែងនៅគោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកអនុทิនចំពោះមុខរដ្ឋសភាផងចំណោទនេះបានចោទឆ្លើយស៊ីសងគ្នានៅលើបណ្ដាញសង្គមយ៉ាងច្រើនtrongចំណុចនេះយើងអាចលើកយកបញ្ហានេះមកវិភាគបន្តិចថានៅក្នុងសង្គមរបស់ថៃ
ចាប់តាំងពីឆ្នាំ2006មកមានការបែកបាក់គ្នាអ្នកច្បាប់ផ្សេងអ្នកនិយមរដ្ឋាភិបាលផ្សេងអ្នកនិយមខាងយោធាផ្សេងការប្រេះស្រាំរបៀបនេះជាកត្តាមួយបង្ហាញថានេះហើយជាធាតុពិតរបស់ថៃមិនថមថយទេកាន់តែរីកទៅជាកត្តាមួយធ្វើឲ្យយើងឃើញថាថៃបានព្យាយាមរករឿងកម្ពុជាដើម្បីនឹងយករឿងនេះជាឱសថមួយទៅផ្សះផ្សាចំនួនផ្ទៃក្នុងរបស់ខ្លួនជាពិសេសគឺទាហានថៃហើយទាហានថៃដែលដៃដល់ខ្លាំងជាងគេគឺលោកអាប៊ុនស៊ីនផាត់ក្លានដែលជាដៃស្ដាំរបស់ក្រមអ្នកនិយមជ្រុលជាតិនិយមជ្រុលរបស់ថៃនឹងពង្រីករឿងនេះរហូតជាប់មកដល់ពេលបច្ចុប្បន្ននេះលោកសាស្ត្រាចារ្យបានបន្ថែមថាមិនត្រឹមតែថៃមិនត្រឹមតែទទួលបាននូវភាពអាម៉ាស់ក្រោយពីមានសេចក្តីថ្លែងការណ៍របស់កម្ពុជានៅក្នុងវេទិការបស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេតែរដ្ឋមន្ត្រីក្រសួងការបរទេសថៃខាងលើនេះថែមទាំងថាខ្លួនទប់ទល់ឬធ្វើបានជោគជ័យទៀតផងព្រោះគាត់បានយល់តែម្នាក់ឯងថាក្រោយពីរូបគាត់បានថ្លែងរំអួយតបទៅកម្ពុជាចំនួន30ប្រយោគនោះគឺមានការទះដៃអបអរសាទរទាំងអស់ចំណុចនេះលោកសាស្ត្រាចារ្យបញ្ជាក់ថាជាទូទៅនៅរៀងរាល់ពេលសមាជិកប្រទេសណាមួយដែលថៃដែលថ្លែងចប់គឺបណ្ដាប្រទេសឯទៀតតែងតែទះដៃជារឿងធម្មតាប៉ុណ្ណោះតែប៉ុន្តែលោកស៊ីសាក់ភួងកេតកៅបានភ្លេចថាខ្លួនមិនបានបញ្យល់ហេតុផលណាមួយដែលសមរម្យទៅកាន់បណ្ដាប្រទេសទាំងនោះទេខណៈដែលគេកំពុងឆ្ងល់ថាតើប្រទេសថៃរងគ្រោះដោយរបៀបណាបើថៃប្រើអាវុធនិងយន្តហោះសុទ្ធតែទំនើបមកលើកម្ពុជាខណៈដែលកម្ពុជាជាប្រទេសតូចនិងមានត្រឹមតែអាវុធមិននឹងមានត្រឹមអាវុធដៃនិងអាវុធធម្មតានោះចំណុចនេះគាត់ប្រើពាក្យប្រមាណជា30ប្រយោគនិយាយរំអួយត្អូញត្អែធ្ងួចធ្ងរពីការឈឺចាប់ដែលខ្លួនជាអ្នកផ្ដួចផ្ដើមជាអ្នកដៃដល់មកខ្លែងធ្វើជាអ្នករងគ្រោះនេះក្រោយពីការបញ្ចប់នេះសេចក្តីថ្លែងរបស់គាត់លោកសេកសាក់ភូមិកិតកែវមានជំនឿថាត្រឹមត្រូវហើយខ្លួនឯងធ្វើបានល្អហើយពីព្រោះចុងបញ្ចប់នៃការថ្លែងការណ៍របស់គាត់មានការទះដៃពីសំណាក់អ្នកដែលចូលរួម193ប្រទេសនៅក្នុងវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិក៏ប៉ុន្តែសេកសាក់ភូមិកិតកែវមានការយល់ច្រឡំការទះដៃចុងបញ្ចប់នៃការធ្វើសេចក្តីថ្លែងការណ៍គ្រប់ទាំងអស់អ្នកដែលបានឡើងថ្លែងការណ៍សុទ្ធតែបានទទួលការទះដៃទាំងអស់នេះជាការធ្វើគម្រប់កិច្ចតែប៉ុណ្ណោះដូច្នេះសេកសាក់យកចំណុចនេះមកថាខ្លួនធ្វើត្រូវប៉ុន្តែចំណុចមួយទៀតដែលសេកសាក់ភូមិកិតកែវរដ្ឋមន្ត្រីការបរទេសថៃព្រួយបារម្ភគឺសេកសាក់ភូមិកិតកែវត្រូវគេទះដៃថាសំមុខហើយប្រទេសដែលទៅឈ្លានពានគេខ្លែងខ្លួនធ្វើជាអ្នករងគ្រោះគ្មានទេលហិកគ្រប់គ្រាន់ក្នុងការបង្ហាញថាខ្លួនជាអ្នករងគ្រោះឲ្យបានច្បាស់នៅឡើយទេពីព្រោះខ្លួនឈ្លានពានកម្ពុជាប្រើអាវុធទំនើបប្រើយន្តហោះទំនើបយន្តហោះ Gripen យន្តហោះ F16 ដែលសុទ្ធតែជាយន្តហោះប្រភេទទំនើបហើយយកមកវាយប្រហារលើកម្ពុជាដែលគ្មានអ្វីក្នុងដៃមានតែកំភ្លើងធម្មតាតែប៉ុណ្ណោះដូច្នេះកម្រិតនៃការលើកឡើងរបស់លោកសេកសាក់ភូមិកិតកែវនៅក្នុងវេទិកាអន្តរជាតិគ្មានទេលហិកគ្រប់គ្រាន់ថាជាអ្នករងគ្រោះទេដូច្នេះធ្វើឲ្យសហគមន៍អន្តរជាតិដែលជាអ្នកតាមដានបានងឿងឆ្ងល់ថាសេកសាក់ភូមិកិតកែវនិយាយនេះក្រៅពីការមិនបង្ហាញពីហេតុផលច្បាស់លាស់ថាខ្លួនដែលជាប្រទេសធំដែលជាប្រទេសមានអាវុធទំនើបខ្លាចទៅជាអ្នករងគ្រោះនេះគេទទួលយកមិនបានផងដូច្នេះតើថាជាជំនះរបៀបណាជាជំនះរបៀបណាដែលលើកឡើងចំនួន30ប្រយោគនៅក្នុងការធ្វើសន្និបាតរបស់អង្គការសហជីវជាតិនៅក្នុងគណៈពេលនេះចំណុចនេះជាចំណុចមួយដែលយើងឃើញថាសេកសាក់ភូមិកិតកែវក្រោយពីការឡើងថ្លែងការណ៍បញ្ចប់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុនយើងឃើញទឹកមុខរបស់សេកសាក់ភូមិកិតកែវមានការប្រែទឹកមុខដោយការព្រួយបារម្ភចំណុចមួយទៀតដែលសេកសាក់ភូមិកិតកែវបានបាត់ធៀបជាអ្នកការទូតបានបាត់ធៀបជារដ្ឋមន្ត្រីការបរទេសគឺនៅពេលដែលគេថ្លែងឡើងគ្រប់វេទិកាទាំងអស់គូទំនាស់មិនដែលលើកឈ្មោះអ្នកដែលប្រជុំមុខចំទេយើងសូមសរសើរដោយអស់ពីដួងចិត្តចំពោះឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុនបានថ្លែងឡើងក្នុងឋានៈជាអ្នកដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងវិស័យការទូតលោកថ្លែងថាជាប្រទេសជិតខាងលោកមិនដែលចោទប្រកាន់ថាថៃមួយម៉ាត់ទេនៅក្នុងវេទិកានេះយើងទុកមុខឲ្យ
នេះជាវិស័យការទូតគឺសម្រាប់ធ្នាប់នៃការទូតគេធ្វើរបៀបនេះប៉ុន្តែស៊ីអាសាភូមិគិតកែវក្នុងពេលដែលឡើងថ្លែងការណ៍គឺនិយាយចោតចំមកលើកម្ពុជាថាជាអ្នកឈ្លានពានថាជាអ្នកធ្វើបាបថៃការដែលលើកចំរបៀបនេះជាការមួយបង្ហាញថាស៊ីអាសាភូមិគិតកែវដែលខ្លួនអះអាងថាដេកត្រាំនៅក្នុងការបរទេសចំនួនច្រើនឆ្នាំបានคล้ายទៅជាមនុស្សដែលបាត់បង់សណ្ដាប់ធ្នាប់ក្នុងវិស័យការទូតនៅលើឆាកអន្តរជាតិរួចបាត់ទៅហើយសបជាថាសាស្ត្រាចារ្យសិនសរុនអតីតមន្ត្រីការទូតកម្ពុជាប្រចាំនៅប្រទេសថៃបានលើកឡើងដូចនេះគឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកស៊ីសាស័កភូមិកេតកៅបានធ្វើសេចក្តីថ្លែងការណ៍នៃសម័យប្រជុំលើកទី80នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិពីទីក្រុងញូវយ៉កកាលពីថ្ងៃទី27កញ្ញាឆ្នាំ2025កន្លងទៅថាការបង្ហាញអង្គហេតុរបស់ភាគីកម្ពុជាទៅកាន់ពិភពលោកថាខ្លួនជាជនរងគ្រោះនោះគឺប្រទេសថៃទៅវិញទេដែលជាអ្នករងគ្រោះដោយគ្រាប់មីនដែលនឹងការវាយប្រហារដោយគ្រាប់រ៉ុកែតលើទីតាំងជនស៊ីវិលដូចជាសាលារៀននិងហាងទំនិញជាដើមអំឡុងពេលមានសង្គ្រាមរយៈពេល5ថ្ងៃកាលពីខែកក្កដាឆ្នាំ2025នោះលោកស៊ីសាភូមិកៅកេតថែមទាំងបាននិយាយផ្ដល់តម្លៃលើសន្តិភាពនិងកិច្ចការមនុស្សធម៌កន្លងមកដែលថៃបានជួយកម្ពុជាត្រង់ចំណុចនេះប្រមុខការទូតថៃបានរំលឹកឡើងវិញថាប្រទេសថៃបានដើរតួនាទីសំខាន់មួយនៅក្នុងការកសាងស្ដារស្ថិរភាពបន្ទាប់ពីសន្តិភាពបានវិលមកប្រទេសកម្ពុជាវិញក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ថែមទៀតផងបាទដូច្នេះយើងឃើញថាការដែលថ្លែងនៅអង្គការសហប្រជាជាតិនៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្មីនេះបាទពិភពលោកគេអត់បានជឿទៅលើថៃទេថៃបានចោទថាកម្ពុជាជាអ្នកបង្កហេតុបានចោទកម្ពុជាថាជាអ្នកធ្វើបាបថៃអញ្ចឹងប្រទេសប្រមាណជាង100ប្រទេសនោះគេបានដាក់សញ្ញាសួរថាកម្ពុជាធ្វើបាបថៃធ្វើបាបយ៉ាងម៉េចចាបើថៃជាប្រទេសធំជាងមានកម្លាំងបាទច្រើនខ្លាំងជាងសភាវុធនោះក៏សុទ្ធតែទំនើបបាទអញ្ចឹងកម្ពុជាអ្នកធ្វើបាបអ្នកគំរាមកំហែងទៅថៃយ៉ាងម៉េចបាទគឺអ្នកដែលទុនខ្សោយទៅរោរឿងអ្នកដែលរឹងមាំអ្នកដែលខ្លាំងជាងនោះយ៉ាងម៉េចអញ្ចឹងពិភពលោកគេអត់ជឿទេបាទអត់ជឿទេអារម្មណ៍ប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកបានថ្លែងបាទដោយបង្ហាញពីការឈឺចាប់និងសម្ដែងនៃការសោកស្ដាយព្រោះអ្វីដែលពិភពលោកត្រូវការគឺសន្តិភាពហើយកម្ពុជានេះហើយជាប្រទេសដែលស្រឡាញ់សន្តិភាពបាទបំផុតកម្ពុជានេះហើយគឺខិតខំបញ្ចប់សង្គ្រាមរហូតទទួលបានសន្តិភាពកម្ពុជានេះហើយតាមរយៈមុខឃីវអង្គការសហប្រជាជាតិដែលបានបញ្ជូនកម្លាំងរបស់ខ្លួនទៅកាន់បណ្ដាប្រទេសជាច្រើនដើម្បីជួយនៅក្នុងការស្វែងរកសង្គ្រាមបញ្ចប់សង្គ្រាមស្វែងរកសន្តិភាពនៅក្នុងបណ្ដាប្រទេសមួយចំនួនខណៈដែលខ្លួនទទួលបានសន្តិភាពអញ្ចឹងអ្វីដែលជាការគម្រាមកំហែងបាទពាក់ព័ន្ធទៅនឹងសន្តិសុខក៏ដូចជាលើសន្តិភាពពិភពលោកនោះជាក្តីបារម្ភចាអាដាមលោកបានលើកឡើងដែរអ្វីដែលជាចំណុចសំខាន់ព្រោះកម្ពុជាជាប្រទេសដែលស្រឡាញ់សន្តិភាពកម្ពុជាបានចូលរួមកសាងសន្តិភាពជាមួយបណ្ដាប្រទេសច្រើនណាស់ហើយកម្ពុជាគឺមិនមានអ្វីដែលចង់បានសង្គ្រាមទេជាគឺចំហតាំងពីដើមទីការអនុវត្តនៅបទច្បាញ់ក៏បានអនុវត្តបានយ៉ាងជាប់ខ្ជួនដោយលោកសាស្ត្រាចារ្យបាននិយាយអញ្ចឹងគឺតាមរយៈការទូតរបស់អាដាមប្រាក់បាទអាដាមប្រាក់សុខុនគឺលោកនិយាយប្រទេសជិតខាងដោយសារតែទុកមុខទុកមាត់ក្នុងនាមជាអ្នកការទូតបាទហើយយើងនិយាយភាសាសាមញ្ញមួយទៀតសម្រាប់ភាសាបងប្អូនប្រជាពលរដ្ឋភាសាអ្នកស្រុករបស់យើងគឺមិនខ្ចីនិយាយឈ្មោះចំបាទមិនខ្ចីយកឈ្មោះមកនិយាយចំទេបាទដោយសារតែទង្វើនៃការបំពានទង្វើនៃការឈ្លានពានរបស់ថៃនោះវាអាក្រក់ហួសហេតុពេកទៅបាទឥឡូវបន្តទៅមើលសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋបាទអ្នកភូមិព្រៃច័ន្ទដែលព្រឹកមិញនេះក៏យើងបានបង្ហាញហើយឥឡូវនេះក៏យើងបានបង្ហាញពីបច្ចុប្បន្នភាពដែលពួកគាត់នៅតស៊ូជាមួយនឹងកងកម្លាំងរបស់យើងនៅទីនោះតែកងកម្លាំងរបស់យើងមិនប្រដាប់អាវុធទេបាទប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រំដែនបាទនៅតែតស៊ូទប់ស្កាត់សកម្មភាពរបស់ថៃហើយក៏រំពឹងថាកិច្ចប្រជុំបន្តបន្ទាប់នឹងអាចជួយបន្ធូរបន្ថយកម្ដៅនៃបញ្ហាមកដល់ត្រឹមនៅថ្ងៃម្សិលមិញបាទរហូតដល់ម៉ោងនេះប្រជាពលរដ្ឋដែលរស់នៅព្រំដែនកម្ពុជាថៃក៏បានបន្តអាងថាពួកគាត់នៅតែតស៊ូគ្រប់ពេលដើម្បីបាទគេថាចាំរារាំងទប់ស្កាត់សកម្មភាពបំពានរបស់ភាគីថៃហើយក៏ពួកគាត់រំពឹងថាកិច្ចប្រជុំនានាក្នុងពេលខាងមុខគឺនឹងអាចជួយបន្ធូរបន្ថយស្ថានភាពនៃភាពតានតឹង
រស់នៅភូមិព្រៃច័ន្ទហើយឃុំអូបៃចិនស្រុកអូជ្រៅខេត្តបន្ទាយមានជ័យហ្នឹងឯងចាមកពីកន្លែងយាមមួយយាមអីគេយាមកន្លែងគេអោយថាធានភូមិអោយយើងដេកយាមហើយបើមិនបើថៃមកចូលមកយើងប្រូតដៃគ្នាស្រោះគ្នាទៅជួយកុំអោយវាដាក់បងលុះបងអីទៀតអញ្ចឹងណាបានយាម2យប់ហើយ2យប់មួយថ្ងៃនេះដូរវៀនគ្នារហូតហ្នឹងឯងចង់អោយស្រុកសន្តិភាពហើយចង់កុំអោយមានសង្គ្រាមអញ្ចឹងទៀតក្មួយអើយពិបាកមើលមានតរោអីបាននោះដេកយាមយប់ថ្ងៃដូរវៀនគ្នារហូតអញ្ចឹងហ្នឹងហើយរាល់ថ្ងៃបានមកទៅបានគេអោយណយហូបបន្តិចបន្តួចអញ្ចឹងណាហ្នឹងឯងហើយនុននេះរកអីបានក្មួយអើយមើលនៅតែយាមទាំងយប់ទាំងថ្ងៃអញ្ចឹងស្រីប្រុសទាំងអស់តែគ្នាប្រូតដៃគ្នាយាមកុំអោយសៀមនឹងវាមកយកដាក់លបងលុះលបងអីទៀតអញ្ចឹងណាហ្នឹងឯងបើថាមិនមានការមានងារអញ្ចឹងយើងស្រោះគ្នាទៅជួយគ្នាកុំអោយវាដាក់លបងលុះដូចលើកមុនទេថ្ងៃទីម៉ានទី17 18ហ្នឹងចាចង់បានស្រុកកុំអោយមានសង្គ្រាមទៀតចេះហ្នឹងក្មួយនឹងឲ្យអត់ចង់ឲ្យមានសង្គ្រាមទៀតទេចង់ឲ្យស្រុកសន្តិភាពហ្នឹងជុំដើម្បីឲ្យបានត្រូវគ្នាកុំឲ្យមានវ័យគ្នាកុំឲ្យវាមកយកទឹកដីយើងចង់ឲ្យមានសន្តិភាពដូចលើកមុនអញ្ចឹងចាណាក្មួយមិនយើងជួយស្រោះគ្នាកុំឲ្យវាមកដាក់លបងលុះយកទឹកដីនឹងទៀតចាណាព្រោះដីនឹងដីជាដីខ្មែរមិនដីវាទេចាជួយគ្នាទាំងអស់ទាំងឲ្យតែមានផែនការអញ្ចឹងយាមអញ្ចឹងមិនយើងជួយស្រោះគ្នាទៅជួយតតាំងកុំឲ្យវាដាក់លបងលុះទៀតអញ្ចឹងណានៅគេចោះឲ្យតង់ភ័យបារម្ភខ្លាចបាក់រស់នៅដែលហ្នឹងចង់បានទឹកដីមកវិញចង់បានផ្ទះចង់បានដីមកវិញចង់បាននៅស្រួលបំពេចខ្ញុំនៅក្នុងដាក់ប្រទេសរួចស្រេចហើយអូរៀបបានរួចស្រេចរៀបរួចស្រេចហើយត្រៀមលក្ខណៈទុកពីនិចពីហូតចាត្រៀមរហូតហើយមកយាមប្តីខ្ញុំយាមរយប់តាទល់ថ្ងៃវាបាញ់ផ្សេងពុលថ្ងៃទី17ហ្នឹងវាបាញ់ផ្សេងពុលហើយវាបាញ់អាកភ្លើងស្អីគេហ្នឹងភ្លើងស្នប់វាហ្នឹងបាញ់ហ្នឹងខ្ញុំត្រូវជើងឥឡូវវាត្រូវជើងហ្នឹងបាត់ហើយឡូវមិនដែរចាជប់ចំអុយគេជុំអុយបោអុយដោះស្រាយអុយបានមកវិញនឹងឯងអុយបានស្រួលចាបានរស់នៅស្រួលធម្មតាវិញក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាក៏បានដឹងថាយុទ្ធភូមិភាគនៃព្រះរាជាណាចក្រកម្ពុជាគឺបានបញ្ជូនលិខិតអញ្ជើញរួចហើយទៅកងទ័ពភូមិភាគនៃប្រទេសថៃដើម្បីជួបប្រជុំគណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC ដែលក្រុងនឹងរៀបចំនៅចន្លោះថ្ងៃទី4ដល់ថ្ងៃទី12ខែតុលាឆ្នាំ2025បាទនៅកោះកុងបាទក្នុងនៅខេត្តកោះកុងមន្ទីរមានជ័យនិងឧត្តរមានជ័យដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC នេះគឺមានគោលបំណងដើម្បីជំរុញការបន្តអនុវត្តបទច្បាប់រវាងកម្ពុជានិងថៃឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពបាទព្រមទាំងស្វែងរកនូវកិច្ចបាទសហការកាន់តែជាក់ស្ដែងថែមទៀតបាទសម្រាប់ស្ថានភាពនៃប្រទេសទាំងពីរកាន់តែប្រសើរនោះដោយអ្វីដែលបងប្អូនបានជ្រាបជុំវិញអ្វីដែលជាក្តីរំពឹងទុករបស់បងប្អូនប្រជាពលរដ្ឋចំណែកសហរដ្ឋអាមេរិកគឺបានកត់ត្រាដោយយកចិត្តទុកដាក់ចំពោះកង្វល់របស់កម្ពុជាបាទពាក់ព័ន្ធទៅនឹងការឈ្លានពានរបស់ថៃប្រិមត្តទស្សនិកជនបាទប្រធានរបស់គណៈបកបាទគណៈប្រធាន CPP ប្រចាំនៅរដ្ឋ Tennessee គឺបានអំពាវនាវដល់បាទសហរដ្ឋអាមេរិកសូមឲ្យជួយអន្តរាគមន៍ដល់កម្ពុជាបន្ថែមទៀតដែលគណៈតែភាគីសៀមនៅតែបន្តឈ្លានពានមកលើព្រះរាជាណាចក្រកម្ពុជាដោយពុំបានគោរពនូវកិច្ចព្រមព្រៀងនៃបទច្បាញ់ដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានឲ្យភាគីទាំងពីររវាងកម្ពុជាថៃអនុវត្តនៅកិច្ចព្រមព្រៀងនេះបន្ទាប់ពីមានការផ្ទុះអាវុធដែលបង្កឲ្យភាគីទាំងពីរសងខាងនោះគឺថាមានការបាត់បង់ជីវិតនិងរបួសជាច្រើនហើយក្នុងនោះដែរអ្វីដែលជាងនេះទៅទៀតជាឃើញថាបាទលោកក្រឹងវណ្ណាប្រធានគណៈកម្មការសាខាបកប្រជាជនកម្ពុជាប្រចាំរដ្ឋ Tennessee ក៏បានធ្វើការអំពាវនាវដល់សមាជិកខ្លួនសូមឲ្យធ្វើការទំនាក់ទំនងទៅកាន់មណ្ឌលសមាជិកសភានៃសហរដ្ឋអាមេរិកដើម្បីសូមអន្តរាគមន៍ជួយដល់កម្ពុជាបន្ថែមទៀតសូមជម្រាបសួរក្នុងនាមខ្ញុំបាទជាប្រធានគណៈកម្មាធិការបកគណៈបកប្រជាជនកម្ពុជាប្រចាំរដ្ឋ Tennessee សូមធ្វើការអំពាវនាវដល់សមាជិកបកទាំងអស់ក្នុងរដ្ឋសូមធ្វើការទំនាក់ទំនងទៅកាន់មណ្ឌលសមាជិកសភានៃសហរដ្ឋអាមេរិកដើម្បីសូមអន្តរាគមន៍ឲ្យជួយដល់កម្ពុជាបន្ថែមទៀតដើម្បីឲ្យសហគមន៍អន្តរជាតិទាំងមូល
ដឹងអំពីទុក្ខលំបាករបស់កម្ពុជានាពេលនេះដែលចង់បានសុខសន្តិភាពពេញលេញត្រឡប់មកវិញដូចមុនពីការឈ្លានពានរបស់ភាគីសៀមសូមអរគុណ ដើម្បីឆ្លើយតបតាមការអំពាវនាវនេះលោកក្នុងនោះដែរលោកទេពហងដែលជាប្រធានយុវជនគណៈបព្វជិជនកម្ពុជាប្រចាំនៅទីក្រុង Nashville នៃរដ្ឋ Tennessee ដែរនោះក៏បានធ្វើការទំនាក់ទំនងទៅកាន់មណ្ឌលសមាជិកសភាប្រចាំរដ្ឋ Tennessee ដើម្បីធ្វើការសំណូមពរសូមជួយដល់កម្ពុជាបន្ថែមទៀតដើម្បីឲ្យបាទសមាគមអន្តរជាតិទាំងមូលដឹងអំពីទុក្ខលំបាករបស់កម្ពុជាដែលចង់បាននៅសុខសន្តិភាពពេញលេញបាទមិនជៀសឲ្យផុតពីការឈ្លានពានពីសំណាក់ភាគីថៃខណៈដែលបច្ចុប្បន្ននេះជនភាសាកម្ពុជាទាំងចាស់ក្មេងរាប់ម៉ឺននាក់កំពុងតែភៀសខ្លួនរស់នៅនឹងកន្លែងសុវត្ថិភាពនៅឡើយក្នុងនោះដែរលោកទេពហងក៏បានដឹងថាជាលទ្ធផលក្នុងអំឡុងពេលរូបលោកទូរស័ព្ទទៅកាន់មណ្ឌលសមាជិកសភាពេលនោះក៏បានជួបសន្ទនាជាមួយនឹងជំនួយការផ្ទាល់បាទគឺរបស់លោក Andrew Ogles ដែលជាតំណាងរាស្ត្រប្រចាំរដ្ឋ Tennessee មកពីគណៈបក Republic គណៈបកសាធារណៈដោយជំនួយការរូបនោះក៏បានស្ដាប់និងកត់ត្រាយ៉ាងយកចិត្តទុកដាក់ដែរដើម្បីដាក់ផ្ញើបន្តទៅបាទលោក Andrew Ogles បាទនេះជាអ្វីដែលកិច្ចខិតខំប្រឹងប្រែងរបស់ពលរដ្ឋខ្មែរយើងនៅក្រៅប្រទេសដែលមានតំណាងរបស់គណៈបកប្រជាជនកម្ពុជាប្រចាំរដ្ឋនៅ Tennessee បានខ្នះខ្នែងជាមួយនឹងបងប្អូនប្រជាពលរដ្ឋរបស់យើងបាននៅសហរដ្ឋអាមេរិកដើម្បីសុំឲ្យសហរដ្ឋអាមេរិកជួយអន្តរាគមន៍បន្ថែមទៀតបាទធ្វើយ៉ាងណាដើម្បីកុំឲ្យមានការបំពានពីសំណាក់ភាគីថៃបាទដែលកម្ពុជារងទុក្ខលំបាកហើយកម្ពុជាគឺបានខិតខំអត់ធ្មត់នឹងអនុវត្តបានយ៉ាងម៉ឺងម៉ាត់នៅបទចុះបាញ់សារតែកន្លងមកក្នុងនាមខ្មែរជួយខ្មែរក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌហ្នឹងគឺពួកគាត់ចេញពីវត្តគឺគាត់អត់មានទៅណាដើរលេងទេគឺពួកគាត់នាំគ្នាទៅយកចំណីអាហារនំផ្សេងទៅជូនដល់បងប្អូនប្រជាពលរដ្ឋដែលចងអង្រឹងនៅនឹងដីភូមិរបស់ពួកគាត់បើយើងនិយាយជារួមយាមតែម្ដងឃើញតែហ៊ានមកឈ្លានពានជាពួកគាត់គឺនាំគ្នាព្រួតដៃគ្នាមិនឲ្យមកឈ្លានពានឬក៏យកដីពួកគាត់នោះទេដែលទាំងអស់នេះគឺជាមហាសាមគ្គីខ្មែរក្នុងនាមខ្មែរជាខ្មែរតែមួយចាទូរទស្សន៍សនិកជនជាមួយគ្នានោះផងដែរសម្រាប់ព្រះសង្ឃដីកានឹងបញ្ជាក់ប្រាប់បយ័នព្រឹកនេះព្រះសង្ឃនិងពលរដ្ឋបានបញ្ជាក់ថាកន្លងមកក៏ដូចជាបច្ចុប្បន្ននេះពួកគាត់គឺពិតជាកោតសរសើរនិងសូមលើកទឹកចិត្តដល់អ្នកភូមិព្រៃច័ន្ទនិងអ្នកភូមិជោគជ័យដែលស្ថិតនៅក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលបានខិតខំតតាំងគ្រប់បែបយ៉ាងដើម្បីការពារទឹកដីដើម្បីការពារទឹកចិត្តកម្ពុជាពីភាគីដើម្បីការពារទឹកដីកម្ពុជាពីភាគីថៃដែលប៉ុនប៉ងយកទឹកដីកម្ពុជាហើយក្នុងនោះព្រះសង្ឃនិងប្រជាពលរដ្ឋចង់ឲ្យមនុស្សគ្រប់ទិសទីនាំគ្នាទៅលើកទឹកចិត្តបន្ថែមទៀតដល់អ្នកភូមិព្រៃច័ន្ទនៅភូមិជោគជ័យដោយផ្ទាល់ដែលដើម្បីបង្ហាញជាកម្លាំងសាមគ្គីរួមគ្នានៅក្នុងស្មារតីខ្មែរជួយខ្មែរក្នុងនាមខ្មែរជួយខ្មែរក្នុងនាមខ្មែរសាមគ្គីគ្នាគឺប្រសង់ក៏ដូចជាពលរដ្ឋទាំងអស់ដែលបានឃើញសកម្មភាពជាក់ស្ដែងពិតប្រាកដហើយដូចជានៅភូមិព្រៃច័ន្ទហើយនិងភូមិជោគជ័យណាដែលប្រជាពលរដ្ឋយើងនៅជាយដែរនោះឯងតស៊ូតតាំងជាមួយនឹងខ្មាំងឈ្លានពានគឺថៃសៀមនឹងឯងដែលយកប្រឡាលុះយកមកហុំព័ទ្ធវាទីឈ្លានពានយកដីប្រជាពលរដ្ឋយើងនៅជាយដែនយើងក៏ដូចជាដីរបស់ខ្មែរយើងហ្នឹងណាអញ្ចឹងក្នុងនាមអាត្មាក៏សូមអំពាវនាវដល់ព្រះសង្ឃក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ទីជិតទីឆ្ងាយដើម្បីចូលរួមទៅកន្លែងនោះដើម្បីជួយលើកទឹកចិត្តសួរសុខទុក្ខគាត់ឲ្យបានឈូឆណាឲ្យបានអ៊ូអដើម្បីជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលនៅជីកដែរនៅទីកន្លែងនោះគឺមាននៅក្នុងព្រៃភូមិព្រៃច័ន្ទហើយនិងភូមិជោគជ័យនោះក៏ដូចជានៅកន្លែងទីដទៃទៀតផងដែរដែលបង្ហាញអំពីទឹកចិត្តខ្មែរជួយខ្មែរសាមគ្គីគ្នាណាកាលណាបើខ្មែរយើងសាមគ្គីគ្នាទទួលបានជោគជ័យទោះបីជាជោគជ័យបានកម្រិតណាក៏យើងបង្ហាញអំពីការខ្មែរយើងសាមគ្គីគ្នាដែរអញ្ចឹង
ក្នុងនាមអាត្មាសូមពីមនីដល់ព្រះសង្ឃក៏ដូចជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់សូមសហការនឹងរួមចំណែកអញ្ជើញនិមន្តចូលរួមទៅកន្លែងនោះដើម្បីឲ្យបានអធិកអធមអ៊ូអរក្នុងការលើកទឹកចិត្តបងប្អូនយើងនៅជាដែរនោះដើម្បីឲ្យគាត់មានកម្លាំងចិត្តក្នុងឱកាសពេលនេះខ្ញុំបាទក្នុងនាមជាប្រជាពលរដ្ឋមួយរូបបាទចង់សនំពរដល់ប្រជាពលរដ្ឋទូទាំងប្រទេសបាទចង់នាំគ្នាទៅជួយផ្ដល់កម្លាំងចិត្តដែលប្រជាជននៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទហើយព្រមទាំងវីរៈកងទ័ពដែលឈរជើងនៅជួរមុខហ្នឹងបានទៅសួរសុខទុក្ខគាត់ឬក៏ផ្ដល់កម្លាំងចិត្តគាត់ឬក៏មានអំណោយតេយ្យទានផ្សេងទៅតាមលទ្ធភាពដែលប្រជាជនដែលប្រជាពលរដ្ឋមានហើយមួយយ៉ាងមួយទៀតកាលណាបើយើងមិនទៅទេនឹងហើយប្រជាពលរដ្ឋនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទហ្នឹងមានភាពឯកោដូចជាឆ្ងាយពីគ្នាហើយប្រជាជនខ្មែរតែមួយហ្នឹងហើយអញ្ចឹងមានតែខ្មែរស្រឡាញ់ខ្មែរសាមគ្គីភាពគ្នាទៅខ្មែរខ្លាំងទៅខ្មែរឈ្នះហើយបើខ្មែរមិនសាមគ្គីទេខ្មែរនឹងបែកបាក់គ្នាហើយចឹងហើយមានតែខ្ញុំជាតំណាងប្រជាពលរដ្ឋមួយរូបហ្នឹងចង់គោរពអញ្ជើញប្រកបប្រកាសដល់ប្រជាពលរដ្ឋទូទាំងប្រទេសទៀតណាទូទាំងប្រទេសកម្ពុជាទាំងមូលឬក៏ប្រជាជនខ្មែរនៅក្រៅប្រទេសក្តីបានឲ្យតែសាច់ជាប់ឈាមជាខ្មែរហ្នឹងនឹងឲ្យផ្ដល់កម្លាំងចិត្តតាមរយៈទៅសួរសុខទុក្ខគាត់ឬក៏ផ្ញើជាអំណោយមកហ្នឹងហើយដើម្បីឲ្យគាត់បានបរិភោគព្រោះថាពេលហ្នឹងក៏អត់មានបានធ្វើឲ្យកើតនៅតតាំងជាមួយសត្រូវសៀមនឹងបាទអត់បានធ្វើអីទាំងអស់ហ្នឹងហើយអញ្ចឹងមួយថ្ងៃហ្នឹងគឺគាត់ចេញទៅតតាំងជាមួយសត្រូវសៀមដែលឈ្លានពានទឹកដីខ្មែរយើងអញ្ចឹងហើយជាពិសេសវីរៈកងទ័ពក៏ឈរជើងដ៏រឹងមាំនៅតាមបន្ទាត់ព្រំដែននឹងគ្រប់បន្ទាត់ទាំងអស់បានន័យថាកវ៉ាត់ព្រំដែនកម្ពុជាថៃហ្នឹងគឺថាគាត់នៅឈរការពាររារាំងមិនឲ្យខ្មាំងសត្រូវចូលឈ្លានពានហ្នឹងហើយអញ្ចឹងសូមសំណូមពរហ្នឹងហើយសារជាថ្មីម្ដងទៀតបាទសំណូមពរដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងអស់ហ្នឹងហើយគ្រប់ខេត្តក្រុងដើម្បីនឹងផ្ដល់កម្លាំងចិត្តឲ្យគាត់បានមានភាពកក់ក្ដៅអំពីប្រជាពលរដ្ឋខ្មែរដូចគ្នាផងហើយទី2មានស្បៀងអាហារខ្លះមកទៅជួយពួកគាត់ហ្នឹងហើយជួយពួកគាត់ដើម្បីជាកម្លាំងទឹកចិត្តដល់ពួកគាត់កុំឲ្យគាត់មានភាពឯកោបាទឲ្យមានគាត់មានកម្លាំងចិត្តឡើងបាទសូមអរគុណបាទក្នុងនាងខ្ញុំជាប្រជាពលរដ្ឋមួយរូបនាងខ្ញុំសូមសំណូមពរដល់ប្រជាជនទាំងអស់សូមជួយអញ្ជើញទៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យអញ្ជើញទៅសួរសុខទុក្ខបងវីរៈកងទ័ពហើយជួយជាកម្លាំងចិត្តកុំឲ្យពួកគាត់ឯកាកាលណាយើងនាំគ្នាទៅលើកទឹកចិត្តទៅធ្វើឲ្យតបខាងថៃនឹងក៏វាអត់ហ៊ានមួយយើងដែរចង់សំណុំពរដល់ប្រជាជនទាំងអស់ទាំងចាស់ទាំងក្មេងអាចអញ្ជើញទៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យទៅសួរសុខទុក្ខបងវីរៈកងទ័ពថាដូចជាប្រជាជនដែលនៅជីដែរហ្នឹងជួយលើកទឹកចិត្តគាត់ហើយសំណុំពរឲ្យប្រជាជនយើងជួយរួបរวมគ្នាស្រឡាញ់ខ្មែរតែមួយចាហើយក៏សូមជូនពរឲ្យវីរៈកងទ័ពក៏ដូចជាប្រជាជននៅទូដែនបានសុខសប្បាយឈ្នះអស់មានសត្រូវចា៎ហើយជាមួយគ្នានេះផងដែរសម្រាប់មកដល់ពេលនេះចំពោះបងប្អូនប្រជាពលរដ្ឋដែលនៅក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យគឺនៅតែបន្តការពារទឹកដីរបស់ពួកគាត់ដោយភាពអង់អាចក្លាហានហើយក៏មានកងកម្លាំងដែលពុំមានប្រដាប់អាវុធហ្នឹងក៏នៅចាំការពារជូនដល់បងប្អូនប្រជាពលរដ្ឋរួមជាមួយនឹងអាជ្ញាធរនៅទីនេះផងដែរហើយស្ថានភាពរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិជោគជ័យគិតត្រឹមថ្ងៃម្សិលមិញនេះគឺមានសភាពស្ងប់ស្ងាត់ចាគឺល្អប្រសើរប៉ុន្តែទោះបីជាស្ងប់ស្ងាត់យ៉ាងណាក៏ដោយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យនេះគឺគាត់មិនភ្លេចខ្លួនទេចាគឺគាត់នៅតែចាំយាមចាំឃ្លាំមើលក្រែងខាងភាគីទាហានថៃនេះគេមកទៀតគឺពួកគាត់នាំគ្នាស្រោះដៃគ្នាមិនឲ្យពួកគេនឹងគឺមកឈ្លានពានឬក៏យកដីរបស់ពួកគាត់នោះទេហើយក្នុងនាមទាហានចាគឺនៅតែអត់ធ្មត់ចាមិនមានការតតាំងឬក៏តដៃគ្នាដោយមិនមានប្រដាប់អាវុធរងចាំការពារនឹងនៅពីក្រោយបងប្អូនប្រជាពលរដ្ឋនៅភូមិទាំងពីរនេះជានិច្ចចាទូទាំងសេកជនចាស់គឺបានថ្លែងនៅការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលនៅតែបន្តនៅការយកចិត្តទុកដាក់និងផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់តាមរយៈនៃគោលនយោបាយសង្គមការថ្លែងនៅការអរគុណនិងដឹងគុណរបស់មនុស្សអវ័យចាស់
បែបនេះគឺក្នុងឱកាសទិវាមនុស្សចាស់ចាលើកទី27ថ្ងៃទី1ខែតុលាម្សិលមិញនេះដែលពលរដ្ឋវ័យចាស់ជរាបាននាំគ្នាថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានអនុវត្តនូវគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់លើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ជាពិសេសការជំរុញផ្តល់បានសមត្ថភាពបានក្រីក្រសម្រាប់មនុស្សចាស់ទទួលសេវាព្យាបាលជំងឺដោយមិនមានគិតថ្លៃនោះពលរដ្ឋបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាដែលបានប្រារព្ធទិវាមនុស្សចាស់1តុលាជារៀងរាល់ឆ្នាំហើយបានដាក់ចេញនូវគោលនយោបាយជាតិនានាសម្រាប់លើកកម្ពស់ការគាំពៀជួយមនុស្សចាស់ជានានាពិសេសបំផុតនោះគឺការជំរុញផ្ដល់បានសមត្ថភាពសុខាភិបាលផ្ដល់បានក្រីក្រនិងងាយរងហានិភ័យផ្ដល់ការព្យាបាលជំងឺដោយមិនគិតថ្លៃហើយថែមទាំងមានការផ្ដល់ការឧបត្ថម្ភថវិកាប្រចាំខែនិងផ្ដល់ភាពកក់ក្ដៅបំផុតសម្រាប់មនុស្សចាស់ក្រីក្រនិងមនុស្សចាស់គ្មានទីពឹងនានាទៀតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនៅក្នុងសង្គមការទិវាមនុស្សចាស់ខ្ញុំអរគុណដល់សម្ដេចហ៊ុនសែននិងសម្ដេចធិបតីទាំងអស់ដែលលោកជួយឲ្យបានសមត្ថភាពនឹងមកប្រជារាស្ត្រព្រោះអីប្រជារាស្ត្រអត់ចាស់ដូចខ្ញុំមិនដឹងធ្វើអីទេដែលបានមកពេទ្យអត់មានអស់លុយទេខ្ញុំមើលឃើញថារាជរដ្ឋាភិបាលលោកគិតគូរណាស់ចំពោះមនុស្សចាស់ដែលអ្នកពិសេសដូចថាខ្ញុំមានទីពឹងដែរកូនវាតិចវាអត់អញ្ចឹងលោកគិតគូរណាស់បើចំណែកអ្នកអត់សោះវិញលោកគិតជាងអីទៀតគិតគូរណាស់មិនមែនថាលោកបដ ாய் យើងចោលអីហើយដូចពេទ្យអញ្ចឹងគាត់មិនមែនថាមកដល់សម្ដីគំរួគំរឿយឲ្យយើងអត់អ្នកមានលុយក៏ប៉ុណ្ណឹងអ្នកអត់លុយចង់ល្អជាងអ្នកមានលុយចាអ៊ំឯងកំភៃថាងអ៊ំឯងអត់លុយពេទ្យអត់មើលកំភៃឲ្យសោះពួកខ្ញុំទទួលទាំងអស់មិនថាអ្នកមានអ្នកអត់ពិសេសមនុស្សចាស់ហ្នឹងខ្ញុំមើលជាងអីទៀតមែនមកគាត់មើលយើងប្រាប់យើងណែអ៊ំទាំងហាលត្រង់នេះណែទឹកឯកតុបទឹកត្រង់នេះមានមកចាប់ឲ្យយើងក្នុងឱកាសទិវាមនុស្សចាស់ខ្ញុំមិនមានចិត្តរំភើបត្រេកអរដែលបានលោកជួយទំនុកបំរុងឲ្យយាយនឹងបានរស់នៅដោយសុខស្រួលសុខសប្បាយចានៅតាមវត្តផ្ដល់អង្គជាព្រៃស្អីអត់ឲ្យខ្វះខាតទេគ្រប់បែបយ៉ាងចាមកដល់ពេទ្យនេះហើយរដ្ឋាភិបាលក៏ជួយមើលខុសត្រូវសំរុំឲ្យមិនឲ្យពិបាកទេអបអរសាទរនឹងរដ្ឋាភិបាលខ្លាំងណាស់ដែលបានជួយគ្រប់គ្រងដល់ចាស់ក៏គោរពទិវាមនុស្សចាស់សូមអរគុណដល់អាជ្ញាធរដែលគេបានផ្ដល់បានសមត្ថភាពឲ្យចាស់ជរាដែលអត់មានដើរហើយរកស៊ីធ្វើការអីកើតមកពេទ្យអត់មានអស់លុយទេព្យាបាលដោយទេអត់មានអស់លុយឥឡូវហ្នឹងបាន60000មួយខែអាដេកក៏ទៅដើរអត់រួចនោះអានឹងបាន200,000ក្នុងមួយខែហើយសូមឲ្យសម្ដេចនឹងបានសុខភាពល្អរឹងមាំចាហើយសម្រាប់ការប្រារព្ធនៅទិវាមនុស្សចាស់កុមារមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិនេះក៏បានបង្ហាញឲ្យឃើញច្បាស់អំពីទូនាទីនិងសារៈសំខាន់របស់មនុស្សចាស់ដែលជាបុព្វការីជនដែលបានបង្កើតនៅធនធានដ៏មានសារៈប្រយោជន៍ព្រមទាំងផ្ដល់ជូននៅចំណេះដឹងនិងចំណេះធ្វើរួមជាមួយនឹងបទពិសោធន៍យ៉ាងច្រើនឥតកណនាសម្រាប់មនុស្សចំនួនក្រោយៗទៀតការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះមនុស្សចាស់គោលនយោបាយគាំពៀសង្គមរបស់រាជរដ្ឋាភិបាលនោះលោកយាយលោកតានៅក្នុងខេត្តកំពតក៏បានលើកឡើងស្រដៀងគ្នាដែរដោយមើលឃើញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនៅគោលនយោបាយគាំពៀសង្គមហើយជួយទៅដល់លោកយាយលោកតាបាទដែលវ័យចាស់នោះចំពោះការគិតគូរទៅដល់ពួកគាត់ដោយពួកគាត់បានបង្ហាញពីការគាំទ្រនិងអរគុណដែលពួកគាត់ទទួលបាននូវភាពកក់ក្ដៅក្រោមគោលនយោបាយបាទរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញលោកយាយលោកតានៅក្នុងសង្កាត់ក្រាំងអំពិលក្រុងកំពតបាទដែលមានអាយុចាប់ពី70ឆ្នាំឡើងនោះក៏បានបង្ហាញនៃការគាំទ្រនិងពេញចិត្តចំពោះគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានផ្ដោតយកចិត្តទុកដាក់ទៅលើមនុស្សចាស់ជរាតាមរយៈការបង្កើតឲ្យមានសមាគមមនុស្សចាស់នៅតាមឃុំសង្កាត់ដើម្បីគាំពៀដល់ផ្នែកសុខភាពជីវភាពនិងភាពកក់ក្ដៅលើផ្នែកផ្លូវចិត្តនិងគ្មានអារម្មណ៍ថាខ្លួនត្រូវបានគេបោះបង់ចោលនោះទេបន្ទាប់ពីបាត់បង់នូវសមត្ថភាពធ្វើការ
មនុស្សចាស់សារៈសំខាន់ណាពីព្រោះគាត់ដូចជាហៅថាអ្នកកសាងណាអូនអ្នកកសាងឲ្យកូនណាដែលកូននៅគាត់អត់បានទៅណាទេគាត់ទៅដូចថាគាត់មានហៅថាវិបត្តិដូចថាមានជំងឺចុះហើយបើសិនអត់កូនហើយអត់មានអង្គការអត់មានសមាគមណាជួយអានឹងវេទនាខ្លាំងជាងអីទៀតបាទមានកូនច្រើនមែនដូចសម័យក៏ប៉ុន្តែអត់ប្រយោជន៍ក៏មានដែរហើយគិតអញគិតហើយរឿងដីធ្លីចែកឲ្យកូនចែកឲ្យអស់តែដើមគ្នាប៉ុន្តែម៉ែឪអត់ណាដើមយកមកចិញ្ចឹមឯណាអានេះជឿទេអូនថាឥឡូវដូចថាម្ដាយឈឺហើយយកម៉ែទៅចិញ្ចឹមអត់ទេបងឲ្យយកទៅចាំខ្ញុំផ្ដល់លុយអាលុយកាក់វាអត់សំខាន់ទេវាសំខាន់នៅលើទឹកចិត្តរបស់បុត្រយើងកូនយើងឯងកាលណាបើអត់អាហ្នឹងវាម្ដាយកំពុងតែឈឺហ្នឹងអស់ចិត្តបាទអស់សង្ឃឹមព្រោះផោះយើងអត់មានប្រយោជន៍អីផងសង្ឃឹមអីហៅថាមាននៅខាងសមាគមមនុស្សចាស់គឺល្អណាស់អូនបើអត់មិនបានអត់ទេមនុស្សចាស់មិនអាចឲ្យគាត់ឯកោបានទេគឺលោកជួយតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមដែលជួយដល់មនុស្សចាស់គាត់មិនឲ្យមនុស្សចាស់ហ្នឹងនៅឯកោចោលទេដើម្បីអានឹងហើយជាមនុស្សចាស់ហ្នឹងគាត់ដែលបានព្រៀនបដៅយើងដើម្បីឲ្យដំណើរយើងតទៅកូនចៅទៅក្រោយទៀតធ្វើតាមបណ្ដាំដូចបកគាត់ចឹងអំពោះនាងខ្ញុំថាសម្ដេចដេជោសម្ដេចលោកប្រជានរាជទាំងអស់ទូទាំងប្រទេសនឹងយកគំរូតាមសម្ដេចទាំងស្រុងចាទាំងសម្ដេចហ៊ុនម៉ាណែតហ្នឹងក៏យកតាមលោកដែរចាតាមសម្ដេចហ៊ុនសែនហ្នឹងគឺខ្ញុំស្រឡាញ់ខ្លាំងណាយកគំរូគាត់រួមរបស់រាជរដ្ឋាភិបាលល្អយកចិត្តទុកដាក់ចំពោះមនុស្សចាស់បង្កើតជាសមាគមដើម្បីជួយអានេះជួយក្នុងសង្គមផងដើម្បីរីកចម្រើនក្នុងក្នុងប្រទេសដើម្បីឲ្យមានសេដ្ឋកិច្ចនៅល្អប្រសើរគ្រប់គ្រួសារផ្ដាំដល់កូនចៅកូនក្មួយសូមថែរក្សាវប្បធម៌ដូនតារបស់យើងនឹងចូលរួមកសាងប្រទេសជាតិទាំងអស់គ្នាកុំភ្លេចប្រពៃណីខ្មែរយើងលោកស្រីសូដាណាវីដែលជាប្រធានសមាគមមនុស្សចាស់នៅសង្កាត់ក្រាំងអំពិលក៏បានដឹងថាសមាគមដំបូងមានសមាជិកជាង100នាក់រហូតដល់បច្ចុប្បន្ននេះគឺនៅសល់តែ78នាក់ទេដោយសារតែបាត់បង់អាយុជីវិតហើយក្នុងនោះក៏មានមនុស្សចាស់ចាប់ពីអាយុ55ឆ្នាំឡើងទៅនោះក៏អាចចូលជាសមាជិករបស់សមាគមមនុស្សចាស់នេះបានដោយតម្រូវបង់ប្រាក់មួយខែបាទតម្រូវបង់ប្រាក់មួយខែនោះគឺ5,000 រៀលចូលចូលក្នុងសមាគមដើម្បីឲ្យសមាគមមានលទ្ធភាពប្រមូលយកថវិកាទាំងអស់នេះទៅជួយដល់សមាជិកណាដែលមានជំងឺឬក៏បង្ហាញអំពីឬក៏បញ្ហាជីវភាពផ្សេងមន្ទីរសង្គមកិច្ចគាត់បានជួយគ្រប់គ្រងបានជាបង្កើតសមាគមនេះបានគាត់ជួយឧបត្ថម្ភជាសាច់ប្រាក់ខ្លះហើយនិយាយរួមទៅតាំងពីសម្ភារៈសភៅបិចគាត់ជួយឧបត្ថម្ភពេលចោះសួរសុខទុក្ខរបស់គាត់នេះយើងសមាគមមនុស្សចាស់ 50,000 តែអាជ្ញាធរដូចជាចៅសង្កាត់គាត់មានប្រាក់ឧបត្ថម្ភគាត់ផ្សេងតែបើសិនជាយើងរាយការណ៍ទៅខាងក្រុងគាត់ជួយផ្សេងទៀតនេះជាថាគ្រាន់តែថាក្នុងនាមជាសមាគមមនុស្សចាស់មានតែ 50,000 ទេតែយើងគៀងគោខាងក្រៅដូចជាប្រធានកិត្តិយសធានចៅសង្កាត់ហើយខាងក្រុងគាត់ជួយក្នុងនាមខ្ញុំជាប្រធានសមាគមមិនថាចំពោះនាងខ្ញុំឯគណៈកម្មការទាំងអស់តែងតែយកចិត្តទុកដាក់នៅសមាគមមនុស្សចាស់នេះតែងតែចុះទៅផ្សព្វផ្សាយបញ្យលកូនរបស់គាត់ឲ្យយល់ដឹងពីអត្ថប្រយោជន៍នៃការសមាគមនេះនាងខ្ញុំជាក្នុងនាមជាប្រធានសមាគមក៏សូមអំពាវនាវសូមអង្គការជាដៃគូផ្សេងសូមជួយដល់សមាគមមនុស្សចាស់ផងព្រោះឯសប្តាហ៍ថ្ងៃនេះអត់មានអង្គការដៃគូណាជួយសមាគមមនុស្សចាស់ទេមានតែខាងសង្គមកិច្ចចាអរគុណបាទនេះជាការលើកឡើងរបស់ប្រធានសមាគមមនុស្សចាស់ដូច្នេះសមាគមក៏បានបញ្ជាក់ពី
បំណងនឹងបានបញ្ជាក់ពីគោលការណ៍របស់ខ្លួនដែរដែលមនុស្សវ័យចាប់ពី55ឆ្នាំឡើងគឺអាចចូលជាសមាជិកសមាគមមនុស្សចាស់បានហើយក្នុងនោះដោយតម្រូវឲ្យបង់ក្នុងមួយខែទៅតាមការបញ្ជាក់បាញ់មិញបាទគឺ50000រៀលបាទចូលទៅក្នុងសមាគមដើម្បីសមាគមមានលទ្ធភាពយកថវិកានេះទៅជួយដល់សមាជិកណាដែលមានបញ្ហាជំងឺឬក៏បញ្ហាជីវភាពផ្សេងៗយ៉ាងណាក៏ដោយតាមរបាយការណ៍របស់មន្ត្រីជំនាញនៃមន្ទីរសង្គមគិច្ចអតីតយុវជននិងយុវនីតិសម្បទាខេត្តកំពតក៏បានដឹងថាសមាគមមនុស្សចាស់នៅកំពតបង្កើតឡើងនៅឆ្នាំ2017នៅគ្រប់ឃុំសង្កាត់ទាំង93នៅទូទាំងខេត្តប៉ុន្តែបច្ចុប្បន្ននេះនៅសល់តែ29ឃុំសង្កាត់ប៉ុណ្ណោះដែលមានសមាគមមនុស្សចាស់នេះគឺជាការបង្ហាញឲ្យឃើញអំពីបាទការយកចិត្តទុកដាក់ដូចជាការបង្កើតសមាគមមនុស្សចាស់នៅតាមមូលដ្ឋានខ្ញុំគិតថាជារឿងដែលល្អបំផុតនៅតាមមូលដ្ឋានដូចខេត្តកំពតនេះតាមឃុំតាមសង្កាត់បង្កើតជាសមាគមមនុស្សចាស់ដើម្បីមើលថែមនុស្សចាស់ហើយជាងនេះទៅទៀតគឺមានន័យថាពួកគាត់ចូលជាសមាគមឧស្សាហ៍មានកម្មវិធីផ្សេងឧស្សាហ៍មានកម្មវិធីជួបជុំអញ្ចឹងគឺធ្វើឲ្យពួកគាត់មិនឯកានោះទេហើយមានបញ្ហាបាទពេលមានបញ្ហាឈឺស្កាត់គឺមានសមាជិកទាំងអស់ជាអ្នកជួយបំណុកបំរុងបាទគឺអាចធ្វើឲ្យគាត់កាន់តែមានភាពកក់ក្ដៅអញ្ចឹងគឺជារឿងដែលល្អដែលនៅតាមមូលដ្ឋានបាទគួរតែបង្កើតនៅសមាគមមនុស្សចាស់ដូចនៅក្នុងខេត្តកំពតនេះគឺជារឿងដែលល្អបំផុតដូច្នេះហើយលោកយាយលោកតានៅខេត្តកំពតពេញចិត្តចំពោះគោលនយោបាយរបស់រាជរដ្ឋបាលទៅលើការគាំពៀបាទមនុស្សចាស់ហើយទៀតសោតការបង្កើតនៅតាមមូលដ្ឋាននេះក៏បានធ្វើឲ្យពួកគាត់បាទកាន់តែកក់ក្ដៅនិងមិនឯកាបាទពេលដែលបាត់បង់សមត្ថភាពនៅក្នុងការបំពេញការងារអ្នកនយោបាយដែលបានលើកឡើងថាការអត់ធ្មត់ខ្ពស់របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានជ្រើសរើសយកនៅការដោះស្រាយព្រំដែនដោយសន្តិវិធីនេះគឺជាជាងការប្រជុំមុខដាក់គ្នានៅក្នុងពេលដែលកម្ពុជានិងថៃស្ថិតនៅក្នុងការអនុវត្តនៅបទចុះបាញ់អាដាមអ៊ុនវិសិទ្ធគុណប្រធានគណៈបកកម្លាំងប្រជាធិបតេយ្យបានលើកឡើងថារយៈពេល73ខែអំឡុងអនុវត្តបទចុះបាញ់នេះក្រោមបទបញ្ជានិងការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតគឺកងទ័ពជួរមុខនិងប្រជាពលរដ្ឋនៅតែជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលរក្សាអរិយាប័ត្រមិនតបតហើយបន្តឈរជើងការពារនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនប៉ុណ្ណោះអ្នកនយោបាយរូបនេះបានមើលឃើញថាការបន្តគោលនយោបាយរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនៅក្នុងការជ្រើសយកការដោះស្រាយដោយសន្តិវិធីគឺជាការបង្ហាញដល់អាស៊ាននិងអន្តរជាតិបានឃើញពិតប្រាកដថាកម្ពុជាមិនបានបំពាននិងអនុវត្តខុសដោយការចោទប្រកាន់របស់ភាគីថៃនោះទេក្រោមបទបញ្ជារបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកងទ័ពជួរមុខក៏ដូចជាប្រជាពលរដ្ឋកម្ពុជាជឿជាក់ទៅលើការដឹកនាំជឿជាក់ទៅលើបទបញ្ជាដ៏មានប្រសិទ្ធភាពរបស់សម្ដេចមហាបវរធិបតីតែប្រទេសថៃទៅវិញទេដែលមិនបានគោរពបទឈប់បាញ់ហើយបើសិនបើយើងរាប់ចាប់តាំងពីថ្ងៃទី28នៃបទឈប់បាញ់ចូលជាធរមានមកទល់បច្ចុប្បន្ននេះគឺជិត3ខែបាទជិត3ខែហើយអញ្ចឹងទេអ្វីដែលកម្ពុជារក្សានាពេលបច្ចុប្បន្ននេះគឺការមិនតបតបាទគឺការមិនតបតរក្សាតែដែនអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះបើទោះបីជាមានការឈ្លានពាននៅតាមបន្ទាត់ព្រំដែនយ៉ាងណាក៏ដោយគឺទុកឲ្យអន្តរជាតិក៏ដូចជាអាស៊ានបានឃើញថាកម្ពុជាមិនបានរំលោភបំពានលើទឹកដីរបស់សៀមនោះទេគឺមិនបានធ្វើដោយការចោទប្រកាន់របស់ប្រទេសសៀមនោះទេបាទដាមអ៊ុនចិមប្រធានគណៈបកឯកភាពជាតិខ្មែរបានលើកឡើងថាក្នុងនាមអ្នកនយោបាយដែលតម្កល់គិតពីផលប្រយោជន៍ជាតិនិងសុខសន្តិភាពជាធំសូមគាំទ្រដល់រាជរដ្ឋាភិបាលដែលខិតខំប្រឹងប្រែងបញ្ជាគ្រប់បែបយ៉ាងមិនឲ្យកើតសង្គ្រាមក្នុងជម្លោះព្រំដែនកម្ពុជាថៃក្នុងនាមខ្ញុំជាអ្នកនយោបាយមួយរូបដែលគិតពីផលប្រយោជន៍ជាតិជាធំផលប្រយោជន៍ជាពលរដ្ឋជាធំនិងសុខសន្តិភាពជាធំខ្ញុំបាទសូមគាំទ្រដល់រាជរដ្ឋាភិបាលដែលខិតខំប្រឹងបញ្ជាគ្រប់យ៉ាង
កុំឲ្យមានកើតសង្គ្រាមប្រើវិធីចរចានិងវិធីផ្លូវច្បាប់ដើម្បីបញ្ជៀសនៅសង្គ្រាមជាធម្មតាតែការកើតសង្គ្រាមហើយតែងធ្វើឲ្យវិនាសអន្តរាយធ្វើឲ្យការស្លាប់បាត់បង់ទាហានជួរមុខនិងស្លាប់បាត់បង់អាយុជីវិតប្រជាពលរដ្ឋនិងធ្វើឲ្យប្រជាពលរដ្ឋនិរទេសផ្លាស់ប្ដូរទីកន្លែងមនុស្សរាប់រយរាប់ពាន់រាប់ម៉ឺននាក់នឹងរងគ្រោះដោយសារសង្គ្រាមអញ្ចឹងក្នុងនាមខ្ញុំជាអ្នកនយោបាយមួយរូបសូមគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលដែលព្យាយាមយកការចរចាយកផ្លូវច្បាប់ជាដំណោះស្រាយមួយដ៏ប្រសើរបំផុតជាងធ្វើសង្គ្រាមរវាងជាតិសាសន៍ទាំងពីរនេះចាហើយទោះបីជាមានការរៀបចំនៃកិច្ចប្រជុំពាក់ព័ន្ធតាមកិច្ចព្រមព្រៀងបទចម្បាញ់ក្តីប៉ុន្តែភាគីថៃនៅតែមិនគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពកន្លងមកនោះទេទូក្នុងនោះរាប់ទាំងការព្យាយាមឈ្លានពានតាមបន្ទាត់ព្រំដែននិងការពិពេលថ្មីនេះបានបើកការវាយប្រហារជាថ្មីម្ដងទៀតនៅបន្ទាត់ព្រំដែនអានសេះនៅក្នុងខេត្តព្រះវិហារនោះយុវជនចាប់អារម្មណ៍ទៅលើដាក់ពាក្យរៀនជំនាញវិជ្ជាជីវៈនៅតាមសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈមានចំនួនច្រើនឡើងបាទនេះកត់សម្គាល់គឺថាបងប្អូនចាប់អារម្មណ៍លើការចាប់យកជំនាញពិតណាស់នេះគឺជាការជ្រើសរើសដ៏ត្រឹមត្រូវបាទការចាប់យកជំនាញគឺជាការជ្រើសរើសដ៏ត្រឹមត្រូវបាទបងប្អូនពេញចិត្តចំពោះជំនាញបច្ចេកទេសគឺបាទយើងត្រូវចាប់យកជំនាញនេះហើយសម្រាប់យើងរៀននៅក្នុងជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះកាត់បន្ថយការចំណាយរបស់ឪពុកម្ដាយថែមទៀតផងដោយសារតែការសិក្សានេះមិនអស់លុយនោះទេហើយបើបងប្អូនមានបានសមត្ថភាពនោះក៏ទទួលបាននៅប្រាក់ឧបត្ថម្ភថែមទៀតអ្វីដែលសំខាន់គោលដៅរបស់យើងចង់បានចំណេះចង់បានជំនាញមនុស្សម្នាក់យ៉ាងហោចណាស់ត្រូវមានជំនាញមួយដូចខ្ញុំបានធ្លាប់បញ្ជាក់ប្រាប់បងប្អូនកន្លងមកអញ្ចឹងដែរគឺការគ្មានការងារល្អណាមួយដែលគេត្រូវការមនុស្សគ្មានជំនាញទេបាទរាល់ការងារល្អទាំងអស់គឺសុទ្ធតែគេត្រូវការមនុស្សដែលមានជំនាញបាទកត់សម្គាល់គឺថាក្រោយពីប្រកាសលទ្ធផលបាក់ឌុបគឺក្រៅពីសម្រុកដាក់ពាក្យសិក្សាតាមសាកលវិទ្យាល័យនានាក៏មានយុវជនមួយចំនួនចាប់អារម្មណ៍ដាក់ពាក្យសិក្សាតាមវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសដោយពួកគាត់មើលឃើញថាការសិក្សារយៈពេលខ្លីមានឱកាសការងារច្រើននិងអាចបង្កើតអាជីវកម្មខ្លួនឯងផងយុវជនខ្លះទៀតដែលរស់នៅភ្នំពេញខ្លះក៏មកពីតាមបណ្ដាខេត្តគឺបានងាកមកចាប់អារម្មណ៍នៅជំនាញសិក្សាវិជ្ជាជីវៈនេះបាទនៅក្នុងឆ្នាំទី2គឺគាត់បានចុះកម្មសិក្សាបាទនៅក្នុងរយៈពេលកម្មសិក្សាពី3ទៅ6ខែនេះគឺគាត់ចុះផ្ទាល់ទៅនឹងក្រុមហ៊ុនហើយនៅពេលនឹងដែរគឺក្រុមហ៊ុនគាត់ចាប់ផ្ដើមមើលពីអេយ៉ាបតការងាររបស់និស្សិតរបស់យើងដែលចុះទៅនោះហើយនៅក្នុងករណីដែលគាត់មានសមត្ថភាពគ្រប់គ្រាន់គឺគាត់នឹងក្លាយទៅជាបុគ្គលិកបាទពេញសិទ្ធិរបស់ក្រុមហ៊ុនតែម្ដងដោយគាត់មិនទាន់ទាំងទទួលបានសញ្ញាបត្របាទប្រឡងបញ្ចប់ផងព្រោះគាត់ប្រឡងបញ្ចប់នៅឆ្នាំទី2នៅឆមាសទី2ក្រោយបញ្ចប់ឆមាសទី2បានគាត់ប្រឡងបញ្ចប់តែអញ្ចឹងនៅឆ្នាំទី1ក្នុងជាឆ្នាំទី2ឆមាសទី1នេះគាត់បានទទួលការងារធ្វើបដាហើយគាត់មានប្រាក់ឧបត្ថម្ភបដាហើយគាត់នឹងក្លាយទៅជាបុគ្គលិកពេញសិទ្ធិនៅពេលដែលគាត់មានសមត្ថភាពគ្រប់គ្រាន់ហើយជាទូទៅគឺយើងសង្កេតឃើញថានិស្សិតរបស់យើងដែលទើបបញ្ចប់ថ្នាក់ជាន់ខ្ពស់បច្ចេកទេសដែលយើងសិក្សាររយៈពេល2ឆ្នាំនេះគឺគាត់ទទួលបានប្រាក់ខែជាមធ្យមបាទ$330ក្នុងមួយខែបាទនេះជាការបញ្ជាក់របស់លោកសយសុខៀងដែលជានាយករងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបានបង្ហាញអំពីការវត្តមានរបស់បងប្អូនដែលបានចាប់អារម្មណ៍និងមកដាក់ពាក្យសម្រាប់យុវជនដែលបានមកដាក់ពាក្យនិងសាកសួរព័ត៌មាននៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មក៏បានលើកឡើងថាការដែលពួកគេចង់សិក្សានៅជំនាញជីវៈនេះជាការសម្រេចចិត្តរបស់ខ្លួនការចង់រៀនក៏ដោយសារពួកគេមើលឃើញពីការចំណាយពេលសិក្សាខ្លីទទួលបានជំនាញជាក់លាក់មានឱកាសទូលំទូលាយលើពីនេះគឺអាចមានឱកាសបើកអាជីពផ្ទាល់ខ្លួនខ្ញុំឈ្មោះជាសេរីវឌ្ឍនាបងជាសិស្សមកពីវិទ្យាល័យ10មករាហើយមកពីខេត្តសៀមរាបឡើងមកពេញនេះគោលបំណងចង់រកសាកលវិទ្យាល័យរៀនខាងវិស្វកម្មរថយន្តឥឡូវមកបានមកសាលា ITI ហើយឃើញថាចង់ដាក់ពាក្យហើយតើមកលោកគ្រូគាត់ក៏បាននាំដើរមើលរោងជាង
ហើយឃើញថាក្នុងរោងជាងមានរថយន្តជាក់ស្ដែងឲ្យយើងអនុវត្តនិងសិក្សាអត់ត្រឹមតែសិក្សាត្រឹមតែទ្រឹស្ដីទេយើងអាចអនុវត្តបានជាក់ស្ដែងហើយវាមានតាំងពីម៉ាស៊ីនម៉ាស៊ុតម៉ាស៊ីនសាំងហើយរួមមានទាំងម៉ាស៊ីនឡានអគ្គិសនីទៀតដែលយើងសប្តាហ៍ថ្ងៃកំពុងត្រូវការឡានអគ្គិសនីដែរកំណើនឡានអគ្គិសនីកំពុងតែកើនឡើងខ្លាំងដែរគិតថាអត់ព្រួយបារម្ភរឿងថារៀនតែទ្រឹស្ដីអត់បានជួសជុលអត់បានអនុវត្តជាក់ស្ដែងអញ្ចឹងខ្ញុំគិតថារៀនទាំងទ្រឹស្ដីហើយអនុវត្តច្រើនចេះទៀតអាចនឹងរៀនហើយយើងមានលទ្ធភាពការងារខ្ពស់យើងចេះច្បាស់អាចថាតម្រូវការរាល់ថ្ងៃនេះដោយសារឡានវាទំនើបច្រើនអញ្ចឹងហើយតាមទាំងរោងចក្រតឡាំងរថយន្តក៏សម្បូរដែរអញ្ចឹងបើយើងរៀនវិស្វកម្មរថយន្តអញ្ចឹងលទ្ធភាពការងារក៏វាធំធេងទៅតាមនោះដែរគឺកំណើនរថយន្តច្រើននេះច្រើនបងឡានទាំងឡានអគ្គិសនីឡានសាំងឡានអីច្រើនស្ទើរតែគ្រប់ទីតាំងអស់ហើយបងបាទមិនថានៅតាមជនបទក៏នៅតែមានឡានអគ្គិសនីឡានអីដែរហើយនៅពេលដែលយើងរៀនហើយគោលបំណងធំនោះគឺចង់បើកខ្លួនឯងហ្នឹងឯងតែមុនដំបូងយើងត្រូវធ្វើការយកបទពិសោធន៍អីចឹងទៅបាទសំលុយបើកខ្លួនឯងហ្នឹងហើយទៅពេលយើងចេះច្បាស់យើងចេះច្បាស់ដូចការងារយើងវាក៏សម្បូរទៅតាមហ្នឹងដូចយើងអត់ពិបាករត់រោការងារសឹងថាគេត្រូវការយើងច្រើនចង់រៀនជំនាញខាងជួសជុលម៉ាស៊ីនត្រជាក់ដោយសារតែមើលគ្រប់ផ្ទះឃើញភាគច្រើនផ្ទះមួយមានម៉ាស៊ីនត្រជាក់ច្រើនអញ្ចឹងទៅឃើញជំនាញហ្នឹងរកលុយបានរៀងច្រើនហើយស្ថានភាពមួយអីក៏មានម៉ាស៊ីនត្រជាក់ច្រើនដែរអញ្ចឹងយើងអាចនឹងជួសជុលបានច្រើនលុយក៏បានច្រើនតាមហ្នឹងដែរខ្ញុំត្រូវការរៀនសិនដល់ពេលខ្ញុំរៀនហើយខ្ញុំចង់បង្កើតអាជីវកម្មតូចមួយដើម្បីធ្វើការម៉ាស៊ីនត្រជាក់ធ្វើតាមអនឡាញដើម្បីរកលុយប្រាក់ចំណូលបានកាន់តែច្រើនពេលដែលឥឡូវយើងឃើញស្រាប់ហើយថាយើងមានការរីកចម្រើនខ្លាំងពីការដឹកនាំរបស់សម្ដេចដែលកាលពីមុនយើងឃើញស្រាប់ហើយអត់ធ្វើមានឡានច្រើនដូចសពថ្ងៃទេឥឡូវហ្នឹងគឺយើងមានតម្រូវការច្រើននឹងរថយន្តអញ្ចឹងធម្មតាបើសិនបើមានការប្រើប្រាស់រថយន្តវាតែងតែមានការខូចខាតពីនេះពីនោះអីអញ្ចឹងនៅពេលឡានខូចគឺគេនឹងមករោជាងហ្នឹងហើយសម្រាប់អនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ឬក៏ MOU 2000ត្រូវបានប្រទេសកម្ពុជានិងថៃបង្កើតចេញពីអសិទ្ធិសញ្ញានិងអនុសញ្ញាបារាំងសៀមតាំងពីឆ្នាំ1904រហូតមកដល់ឆ្នាំ1907សម្រាប់ជាមូលដ្ឋានដ៏សំខាន់នៅក្នុងការរករកនិងការវាស់វែងព្រំដែនគោករវាងប្រទេសកម្ពុជានិងថៃដែលរាជរដ្ឋាភិបាលប្រទេសទាំងពីរកាលពីអាណត្តិមុនបានបន្សល់ទុកឲ្យហើយ MOU 2000នេះក៏ត្រូវបានចុះក្នុងបញ្ជីនៃអង្គការសហប្រជាជាតិរួចហើយដែរដូច្នេះថៃមិនអាចលុបចោលបានស្រេចតែចិត្តនោះទេនិងម្យ៉ាងវិញទៀតកម្ពុជាក៏មិនឯកភាពដែរប៉ុន្តែនៅក្នុងករណីថៃលុបបានឬក៏លុបមែនគឺស្មើនឹងមិនទទួលស្គាល់ច្បាប់អន្តរជាតិមិនទទួលស្គាល់សន្ធិសញ្ញានិងអនុសញ្ញាបារាំងសៀមឆ្នាំ1907ហើយថៃក៏កំពុងធ្វើនយោបាយបោកប្រាស់ពលរដ្ឋខ្លួនឯងនិងធ្វើនយោបាយត្រឡប់ថយក្រោយប្រមាណជាង100ឆ្នាំមុនវិញដូច្នេះតើប្រទេសទាំងពីរត្រូវយកអ្វីមកធ្វើជាមូលដ្ឋានសម្រាប់ការវាស់វែងព្រំដែនតទៅទៀតឬក៏ធ្វើសង្គ្រាមជាមួយគ្នាជារៀងរហូតទៅឬក៏មួយក៏យ៉ាងណានេះគឺជាការបញ្ជាក់ពិស្ដាររបស់អាដាមបណ្ឌិតយ៉ងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជានិងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយកាលពីថ្ងៃទី1ខែតុលាឆ្នាំ2025អនុសារណៈយោគយល់គ្នាឆ្នាំ2000ឬដែលយើងហៅខ្លីថា MOU ឆ្នាំ2000 MOU 2000រវាងកម្ពុជានិងថៃខ្លឹមសារនៃ MOU នេះគឺសំដៅទៅលើការវាស់វែងព្រំដែនគោករវាងកម្ពុជានិងថៃសួរថាតើមានហេតុអីដែលត្រូវបានកើតឲ្យកើត MOU នេះឡើងយើងដឹងហើយថាព្រំដែនកម្ពុជាថៃគឺបានបន្សល់ទុកពីមរតកនៃតាំងពីសម័យអាណានិគមបារាំងដែលបានកំណត់រួចហើយគេហៅថាព្រំដែនបារាំងសៀមណាបារាំងសៀមក៏ប៉ុន្តែព្រំដែននេះវាមានលក្ខណៈប្រែប្រួលនៅវត្ថុធាតុគោលបាត់នៅភ័ស្តុតាងមួយចំនួននៅលើដីបាទអញ្ចឹងហើយដើម្បីស្វែងរកកំណត់នៅព្រំដែននេះឡើងវិញប្រទេសទាំងពីរកម្ពុជានិងថៃ
នៅក្នុងរវាងឆ្នាំ1990ជាងមកដល់ឆ្នាំ2000នោះបានចរចាទ្វេភាគីបង្កើតឲ្យចេញនៅអនុសារណៈយោគយល់គ្នាឆ្នាំ2000ដែលចង្អុលបង្ហាញអំពីការវាស់វែងកំណត់ព្រំដែនគោក រវាងកម្ពុជានិងថៃដោយសំអាងទៅលើមូលដ្ឋាននៃសន្ធិសញ្ញាបារាំងសៀមអនុសញ្ញាបារាំងសៀម1904 1907និងអនុសញ្ញាសន្ធិសញ្ញាអមផ្សេងទៀតណាអញ្ចឹង MOU នេះគឺផ្អែកទៅលើសន្ធិសញ្ញាមានស្រាប់អនុសញ្ញាមានស្រាប់គ្រាន់ថាប្រទេសទាំងពីរបានឯកភាពគ្នាថាត្រូវតែធ្វើ MOU ដើម្បីរំលឹកនៅការប្រើប្រាស់ហៅ recall ណា recall ប្រើប្រាស់អនុសញ្ញានិងសន្ធិសញ្ញាបារាំងសៀមដែលមានរួចហើយពីព្រោះកុំឲ្យថាតើប្រទេសទាំងពីរនោះវាស់វែងកំណត់ព្រំដែនស្វែងរកវត្ថុធាតុគោលព្រំដែនកំណត់ខ្សែបន្ទាត់ព្រំដែនសំអាងលើអ្វីអ្នកបច្ចេកទេសសំអាងលើអ្វីអ្នកច្បាប់សំអាងលើអ្វីអ្នកនយោបាយសំអាងលើអ្វីអញ្ចឹង MOU នេះគេបានកំណត់មកអញ្ចឹងហើយនៅក្នុងមាត្រាមួយនោះគឺបានចែងច្បាស់អំពីការប្រើប្រាស់ឯកសារច្បាប់អន្តរជាតិទាំងអស់ហ្នឹងអញ្ចឹងសូមសាធារណជនជ្រាបបាទរឿងគឺវាអញ្ចឹងក៏ប៉ុន្តែខ្ញុំបានមើលឃើញថាមិនត្រឹមតែអ្នកជ្រុលនិយមថៃទេគឺរដ្ឋាភិបាលថៃតែម្ដងរដ្ឋាភិបាលថៃតាំងពីរដ្ឋាភិបាលគ្រប់រដ្ឋបាលថៃទាំងអស់ខ្ញុំមើលតាំងពីតកូលថាក់ស៊ីនគឺផែថងឋានរហូតមកដល់អនុទីននេះក៏នៅតែមានគំនិតទុច្ចរិតក្នុងការបំផុសចលនាជាតិនិយមទៅលើបញ្ហាឲ្យលុប MOU នេះដើម្បីគេហៅថាណែស្លឲ្យទៅជាចរន្តជាតិនិយមគ្រប់គ្រងនយោបាយរបស់ខ្លួនទេប៉ុន្តែការលុប MOU នេះมันអាចលុបបានជាដាច់ខាតពីព្រោះ MOU នេះបានចុះបញ្ជីនៅក្នុងអង្គការសហប្រជាជាតិរួចទៅហើយទាំង MOU 2000និង MOU 2001និយាយអំពីការតំបន់ត្រួតគ្នានៅតំបន់សមុទ្រអីជាដើមណាប៉ុន្តែលើកនេះយើងនិយាយថា 2000 ទេអញ្ចឹងចុះបញ្ជីទៅវាទៅជាសន្ធិសញ្ញាអន្តរជាតិហើយអញ្ចឹងគ្មានប្រទេសណាមួយលុបឯកតោភាគីបានទេដូច្នេះអ្នកនយោបាយថៃណាគឺគាត់បោកប្រាស់ប្រជាជនគាត់ទាំងស្រុងដើម្បីបង្កើនចរន្តជាតិនិយមពីព្រោះយើងដឹងហើយរដ្ឋបាលរបស់លោកអនុទីនឆានវរៈគុលនេះមានរយៈពេល4ខែទេគឺដល់ខែមករានឹងរំលាយសភាបោះឆ្នោតឡើងវិញអញ្ចឹងខ្លួនបំផុសចរន្តជាតិនិយមគឺមានតែរុញមកកម្ពុជាអញ្ចឹងរុញបញ្ហាជាច្រើនរួចហើយអញ្ចឹងបញ្ហាដែលក្តៅដុតរោលរៀលជាតិនិយមខ្លាំងបំផុតគឺ MOU ហ្នឹងណាអានេះតាមខ្ញុំមើលឃើញអញ្ចឹងសាធារណជនថៃប្រជាជនថៃកំពុងតែចាញ់កលនយោបាយជាតិនិយមរបស់អ្នកនយោបាយថៃជាពិសេសបច្ចុប្បន្ននេះគឺលោកអនុទីនឆានវរៈគុលដែលដឹកនាំរដ្ឋបាលថ្មីនេះអញ្ចឹងវានាំគ្រោះថ្នាក់អញ្ចឹងប្រសិនបើប្រទេសមួយចេះតែលុបសន្ធិសញ្ញាអន្តរជាតិស្រេចតែចិត្តខ្លួនសួរថាតើទី1លុបវាអត់បានទី2វានឹងការដូចខ្ញុំតែនិយាយថាយកភក់ទៅប៉ាតមុខការទូតខ្លួនឯងគ្មានអ្នកណាគេជឿថៃទៀតទេប្រសិនបើធ្វើអីស្រេចចិត្តផ្អែកទៅលើនយោបាយផ្ទៃក្នុងរបស់ខ្លួនអញ្ចឹងណាប៉ុន្តែចង់បញ្ជាក់ឡើងវិញថាលុបមិនបានលុបវាតើកម្ពុជាលុបដែរតើកម្ពុជាធ្វើម៉េចព្រមលុបដាក់សញ្ញាសួរថាតើរដ្ឋាភិបាលកម្ពុជាព្រមលុប MOU នឹងយ៉ាងដូចម្ដេចបានលុប MOU សួរថាទៅប្រើអីដើម្បីដោះស្រាយបញ្ហាព្រំដែនពីព្រោះ MOU បានចង្អុលបង្ហាញក្នុងការប្រើប្រាស់អនុសញ្ញាសន្ធិសញ្ញាដែលបន្សល់ទុកពីមរតកសម័យអាណាព្យាបាលបារាំងធ្វើក្នុងនាមឥណ្ឌូចិនក្នុងនាមកម្ពុជាសៀមគឺស្ដេចសៀមនិងនាយករដ្ឋមន្ត្រីសៀមកាលនោះក្នុងនាមប្រទេសថៃបច្ចុប្បន្នបារាំងក្នុងនាមកម្ពុជាបច្ចុប្បន្នហើយប្រសិនបើយើងអត់យកអានឹងមកសម្អាងតើរដ្ឋាភិបាលទាំងពីរយកអីទៅសម្អាងផែនទីឯកតោភាគីរបស់ថៃសួរថារដ្ឋាភិបាលកម្ពុជាឯកភាពដូចម្ដេចថៃគូសតែម្នាក់ឯងហើយគូសរំលោភចូលមកទឹកដីកម្ពុជាបើផ្អែកលើផែនទីបារាំងសៀមអញ្ចឹងបរដ្ឋាភិបាលកម្ពុជាព្រមលុបស្មើនឹងទទួលយកផែនទីឯកតោភាគីដូច្នេះមិនអាចគ្មានរដ្ឋាភិបាលកម្ពុជាណាមួយព្រមលុបតាមប្រទេសថៃជាដាច់ខាត
ថៃលុបម្នាក់ឯងថាម្នាក់ឯងដើម្បីបោកប្រាស់ប្រជាជនខ្លួនឯងប៉ុន្តែมันអាចបោកច្បាប់អន្តរជាតិបានទេខ្ញុំសូមបញ្ជាក់បោកมันបានគាត់លុបជារឿងរបស់គាត់ជានយោបាយរបស់គាត់ប៉ុន្តែมันអាចយកអ្វីផ្សេងទៅជំនួសអានឹងបានខ្ញុំថាมันអាចហើយបើគាត់អាចតាមរយៈគាត់ក៏ក្លឿនក្នុងការប្រើយោធាតែប៉ុណ្ណោះសួរថាកម្ពុជាគ្មានកម្លាំងយោធាទៅតែសោះគ្មានយុទ្ធោបករណ៍ទៅតែសោះហើយកម្ពុជាសុកចិត្តឲ្យថៃរំលោភអញ្ចឹងឲ្យឈ្លានពានអញ្ចឹងនេះគឺជានយោបាយទុច្ចរិតបង្កើតអសន្តិសុខតំបន់និងពិភពលោកប្រសិនបើថៃនៅតែធ្វើដូច្នេះសួរថាប្រទេសនៅលើពិភពលោកទាំងអស់ប្រសិនបើមិនប្រកាន់យកនៅមូលដ្ឋានច្បាប់អន្តរជាតិនោះពិភពលោកទាំងអស់នឹងបាត់បង់សណ្ដាប់ធ្នាប់គ្រប់ទីកន្លែងយើងឃើញហើយថាឥឡូវបើទោះជាសណ្ដាប់ធ្នាប់ពិភពលោកផុយស្រួយណាវាមានសង្គ្រាមនៅអ៊ុយក្រែនវាមានសង្គ្រាមនៅកាហ្សាជាដើមប៉ុន្តែវាមិនអាចយករឿងទាំងអស់ហ្នឹងវាធ្វើឲ្យកើតនៅគ្រប់កន្លែងបានទេហើយថៃក៏មិនមែនអ៊ីស្រាអែលថៃក៏មិនមែនរុស្ស៊ីឬអ៊ុយក្រែនអីដែរថៃគឺថៃគ្រាន់តែជាតិសាសន៍មួយនៅអាស៊ានមិនអីអស្ចារ្យជាងប្រជាជាតិអាស៊ានផ្សេងទៀតទេកុំថាឡើយធៀបជាមួយកម្ពុជាក៏ត្រូវតែការពារអធិបតេយ្យរបស់ខ្លួនដល់ចំណុចដែលត្រូវការពារគឺមិនអាចមិនការពារទេពីព្រោះកម្ពុជាតាំងចិត្តនយោបាយរបស់ខ្លួនគឺតាំងចិត្តនៅក្នុងការអនុវត្តច្បាប់អន្តរជាតិតាំងចិត្តនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ពេញលេញមិនមែនស្ងប់ស្ងៀមទុកឲ្យថៃធ្វើអីស្រេចចិត្តទេស្ងប់ស្ងៀមប៉ុន្តែសកម្មបំផុតនៅក្នុងច្បាប់អន្តរជាតិនិងនយោបាយការទូតដោយតែយើងបានឃើញនៅក្នុងមហាសន្និបាតអង្គការសហជាតិលើកទី80បាទឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានជួបគ្រប់បណ្ដាប្រមុខរដ្ឋប្រមុខប្រទេសការទូតសំខាន់រួមទាំងជួបអគ្គលេខាការអង្គការសហជាតិផងដែរបាទហើយអគ្គលេខាការអង្គការសហជាតិក៏បានលើកអំពីផលវិបាកនៃសង្គ្រាមដែលមានតែប្រជាជនស្លូតត្រង់ទេដែលរងគ្រោះរីឯអ្នកនយោបាយឬកងទ័ពម្នាក់ពីរនាក់មេកងទ័ពម្នាក់ពីរនាក់របស់ថៃនោះដោយលោកបាទផាត់ស៊ីបាត់ឃ្លាំងនោះចូលនិវត្តន៍ទៅប៉ុន្តែរងគ្រោះគឺកងទ័ពនិងប្រជាពលរដ្ឋនៅតាមព្រំដែនរួមនឹងធ្វើឲ្យមានបញ្ហាវិស័យពាណិជ្ជកម្មរបស់ថៃខ្លួនឯងផងដែរលោកអនុទានច័ន្ទវរៈគុលនាយករដ្ឋមន្ត្រីថៃរបស់នាយករដ្ឋមន្ត្រីថ្មីរបស់ថៃបានអះអាងកាលពីថ្ងៃទី30កញ្ញាឲ្យដឹងថារដ្ឋាភិបាលថ្មីរបស់លោកគ្រងនឹងរៀបចំឲ្យមានការធ្វើប្រជាមតិមួយថាតើគួរលុបចោលកិច្ចព្រមព្រៀងស្តីពីការបោះបង្គោលព្រំដែនរវាងថៃនិងកម្ពុជាឬក៏អនុសារណៈនៃការយោគយល់ឆ្នាំ2000 MOU 2000ឬក៏យ៉ាងណាមនុស្សគណៈដែលមុនការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីកន្លងមកគឺក៏មានមជ្ឈដ្ឋានថៃមួយចំនួនក៏បានទាមទារឲ្យរដ្ឋាភិបាលរបស់ខ្លួនលុបចោលនៅកិច្ចព្រមព្រៀង MOU 2000នេះផងដែរព្រោះពួកគេយល់ថាវាមិនផ្ដល់ផលចំណេញហើយប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសថៃនិងមានសំណួរជាច្រើនបានចោទសួរថាតើភាគីថៃអាចលុបចោល MOU 2000ជាឯកតោភាគីបានដែរឬទេបាទអញ្ចឹងគឺការបញ្ជាក់បាទរបស់លោកបណ្ឌិតចុងពៅអំបញ្ញមិញហើយគឺមិនអាចបាទលុបបានជាឯកតោភាគីនោះទេបាទ